Hay gió Sman thạc luôn anh nắng Chia nẹ niềng thông cổ xa lên tiết mến Chia sầm ram để kê bó cháu xa Hiền tràn ôn say phu sư dịa ở thλe ấy Nẹ bảo ôi xóa cung niềng ôi bàn là Với cho cái problem tớ Sạch ôi về lưu phong Nẹ tốt lên bay 4-7-2-7 Bên kết thì niềng ở tranh bị cung Mới tới nền yên lính Nơi khăn cúc trời kịch vừa bạp mình sửa tí Bắt chế sầm năng nè Đang bên lô Ôn sơ rì rồi bọc nhộm Khai tới chơiមនុស្ស រុក្ខជាតិដេកនៅលើក្រែប 4 ឆ្នាំដោយសារតែនាងចំណែកបងប្រុសរបស់នាងនឹងមានមុខទៅសុំអង្វរលោកយាយរបស់ខ្ញុំទៀតនាងពិតជាប្រកែកណាស់នៅនាងលីនអេលីនណែណាជាអ្នករុញប្អូនស្រីរបស់ខ្ញុំឲ្យធ្លាក់មកនិយាយមកគ្រូសាលីនរបស់ពួកលោកត្រូវតែដោះស្រាយឲ្យខ្ញុំបងស្រីហេតុអីច្រើនអ្នកនាងហ្វូធ្លាក់បងអត់ទេអេលីនជាមិត្តល្អរបស់បងមិនបងអាចធ្វើអញ្ចឹងទោះបងចង់សងសឹកអ្នកនាងហ្វូដែលគាត់មិនឲ្យបងរៀបការជាមួយអ្នកប្រុសស៊ីក៏បងមិនគួរធ្វើបែបហ្នឹងហ្វូស៊ីជាលោកត្រូវជឿខ្ញុំអត់បានធ្វើទេយកនាងទៅអ្នកអាចារ្យប្អូនស្រីលោកមិនមែនជាខ្ញុំចង់ឲ្យនិយាយប៉ុន្មានដងទៀតខានជួបគ្នា 4 ឆ្នាំនាងនៅតែរឹងរូសដដែលស្អែកនេះលីនដឹងខ្លួនបើនាងពិតជាត្រូវគេមូលបង្កាច់ខ្ញុំនឹងរកយុត្តិធម៌សងនាងរយៈពេល 4 ឆ្នាំនេះយ៉ាងណានាងនៅតែជាគូដណ្ដឹងរបស់ខ្ញុំទៅសើមតិចទៅអាសត្វគ្មានភ្នែកណាហ៊ានប៉ះពាល់មនុស្សដែលខ្ញុំមើលថែបាទអ្នកប្រុសស៊ី4 ឆ្នាំទីបំផុតការពិតត្រូវតែលាបដដែលឈិញហួយបងមកទទួលឯទៅផ្ទះវិញលីនយិនស៊ូបងប្រុសដែលខ្ញុំធ្លាប់ឲ្យមក18ឆ្នាំមួយដងនោះពីមិនគាត់ធ្លាប់បានចំណាយលុយ$60,000ដើម្បីទិញអាចផ្កាយដែលធ្លាក់មកហើយដាក់ឈ្មោះឲ្យដូចខ្ញុំពេលមិនសប្បាយចិត្តអាចមើលផ្កាយបានមួយដងនោះគឺជារបស់ឯរហូតក្រោយមកដើម្បីលេងបានគាត់បាយខ្ញុំរហូតដល់ខ្លាចជាមនុស្សថ្លង់ម៉ាគឺបានជាអ្នកច្រើនបើមិនជឿទេឆែកកាមេរ៉ាមើលបានម៉ាគឺបងស្រីតែជាអ្នកធ្វើនោះបងប្រុសបងជឿខ្ញុំមែនទេការពិតខ្ញុំលែងជាកូនស្រីរបស់គ្រួសារលីនប៉ាន់ត្រឡប់មកដល់ផ្ទះវិញម្ល៉េះអ្នកប្រុសលីនបើតាមចរិតដែលខ្ញុំតម្រើសនេះពេលនេះនាងគួរតែយំចិត្តនៅលើទ្រូងខ្ញុំឆ្នាំនោះឯងបានធ្វើខុសបានសងមកវិញនឹងការជាប់គុក 4 ឆ្នាំខ្ញុំបានទៅរកអ្នកស្រីហ្វូទើបអាចឲ្យឯងចេញពីគុកបានលឿនទោះបីហ្វូយកចង់រករឿងឯងថ្ងៃក្រោយឯងនៅមានបងទៀតនៅគ្រួសារលីនបងការពារឯងបងនឹងមើលថែការពារឯងឲ្យបានល្អទៅផ្ទះជាមួយនឹងបងវិញទៅណាការពារខ្ញុំ 4 ឆ្នាំម៉ែខ្ញុំរងចាំថាបងនឹងមកជួយខ្ញុំនាំខ្ញុំទៅផ្ទះវិញតែពេលនេះខ្ញុំលែងត្រូវការជឿជាក់លើគ្រួសារលោកទៀតហើយអរគុណអ្នកប្រុសលីនដែលជួយខ្ញុំជាជនល្មើសទើបរួចពីគុកអ្នកប្រុសកុំមកបៀបនាំឲ្យសោយខ្លួនឯងគ្រួសារយើងមិនផ្ដាច់ទំនាក់ទំនងជាមួយឯងទេបើគ្មានគ្រួសារលីនជាខ្នងទេឯងគ្មានជីវិតដើរចេញពីគុកនេះឡើយប៉ាម៉ាក់រៀបចំកម្មវិធីជប់លៀងទទួលឯងឆាប់ឡើងទៅផ្ទះវិញទៅកុំឲ្យអ្នកផ្ទះរងចាំនៅឆ្ងាយពីខ្ញុំយ៉ាងនេះធ្វើពុតឲ្យអ្នកណាមើលបងស្អប់បំផុតអ្នកដែលប៉ះរបស់បងប៉ុន្តែរបស់នៅក្នុងឡាននេះសិតតែជារបស់លីនបានទេអស់នេះគ្រាន់តែជាតំណអង្គុយក៏ចំណាយលីនបានដែរបើមិនចង់ជិះឡានទេដើរទៅវិញទៅហើយគិតពីសុខភាពខ្លួនឯងឲ្យល្អឯងមានសិទ្ធិអីមកងល់ដាក់ខ្ញុំឯង
សោយសុកជំនួសវ៉ាន់វ៉ាន់13ឆ្នាំហើយឥឡូវនេះគ្រាន់តែវេទនាបន្តិចបន្តួចមានស្អីណាស់ណាទៅខ្ញុំមើលឯងខ្លួនឯងជាអ្នកនាងនៅក្នុងគុកត្រូវគេបំរើយ៉ាងស្រួលខ្លួនពេកទៅណាខ្សែកម្មនេះដូចជាធ្លាប់ឃើញតើផ្ទះវិញកម្រោរឿងប៉ាម៉ាក់ឲ្យខឹងណាកុំប្រឆាំងជាមួយវ៉ាន់វ៉ាន់ទៀតក្នុងនាមខ្ញុំជាបងអាចដាក់ទោសឯងបានឈឹងហួយកូនចេញពីគុកវិញហើយឲ្យម៉ាក់មើលចាលោកស្រីលីនឯងហៅខ្ញុំលោកស្រីលីនណាត្រូវហើយកាលខែ4ឆ្នាំមុននាងត្រូវបានលុបឈ្មោះចេញពីវងត្រកូលឯងកុំឌឺមិននេះទៅរករឿងខ្ញុំឥឡូវនេះមករាប់តែក៏ធ្វើរកចម្លែកឯងរករឿងឆ្អែតហើយណាយិនស៊ូកុំនិយាយអញ្ចឹងអីឈឹងហួយមិនមែនស្រួលទៀតតម្រាប់បានមកវិញកុំស្រែកដាក់នាងមើលនាងទៅគ្រូសាលីបជាចាំនាង23ឆ្នាំហើយមិនក៏ប្រែមុខភ្លាមប៉ាម៉ាក់4ឆ្នាំមកនេះគាត់នឹកឯងមករហូតម៉ាក់ដើម្បីឯងយកទឹកភ្នែកលុបមុខរាល់ថ្ងៃហើយសក់ស្កយអស់ហើយឯងវិញនោះសូម្បីតែសម្បត្តិមួយច្បាប់ក៏មិនផ្ញើមកផ្ទះនៅក្នុងគុកទទួលទោស4ឆ្នាំស្របទៅ48ខែមួយខែជួបសាច់ញាតិម្ដងខ្ញុំអាចជួបបាន48ដងតែខ្ញុំមិនដែលឃើញពួកអ្នកទៅជួបខ្ញុំទេពេលនេះនិយាយថានឹកយ៉ាងហោចក៏ខ្ញុំធ្លាប់បានជួបពួកអ្នកកន្លះម៉ោងតែអត់ទេគឺមកពីខ្ញុំតាំងពីអ្នកនាងហ្វូត្រូវច្រើនធ្លាក់ខ្ញុំតែងយកសពអាក្រក់រាល់ថ្ងៃរាល់ខែប៉ាម៉ាក់នឹងបងប្រុសរវល់តែកំដរខ្ញុំទៅគ្មានពេលទៅមើលបងស្រីម៉ាក់នឹងបងប្រុសលះបងដើម្បីបងច្រើនណាស់បើសិនជាបងចង់បន្ទោសកុំបន្ទោសគាត់អីបន្ទោសខ្ញុំមកចុះអ្នកនាងលីនពួកយើងអាចជាប់សាច់ញាតិនឹងគ្នាទេកុំចេះតែឲ្យខ្ញុំថាបងស្រីខ្ញុំចេះជាប់ចេះហើយទេយិនស៊ូកុំនិយាយច្រើនអីខ្ញុំមិនចង់ឃើញឯងប្រុសល្បីដាក់វ៉ាន់វ៉ាន់ទៀតទេឲ្យតែធ្វើត្រឹមត្រូវនៅក្នុងគ្រួសារលីនគេនឹងធ្វើល្អដាក់ឯងនៅតែជាអ្នកនាងលីនបងប្រុសកុំខាងបាត់ថ្នាក់ខូចសុខភាពដោយសារខ្ញុំមានតែវ៉ាន់វ៉ាន់ទេដែលស្ដាប់មកគាត់នេះជារ៉ូបដែលត្រៀមឲ្យអ្នកនាងចាំ2ខែទៅហើយទីបំផុតថ្ងៃនេះយកមកតាន់ពេលវ៉ាន់វ៉ាន់រីករាយថ្ងៃមកចប់ការសិក្សាអើយវ៉ាវបងប្រុសកំងពីបរទេសឲ្យខ្ញុំមែនទេបងប្រុសល្អនឹងខ្ញុំណាបងស្រីថ្ងៃនេះទៅចេញពីគុកដូច្នេះបងចូលរួមកម្មវិធីជប់លៀងបញ្ចប់ការសិក្សាខ្ញុំទៅណាមិនហើយឈឹងហួយភ្ញៀវចាំពួកយើងនៅខាងក្នុងឯងទៅបដូរកៅអៅអបអរជាមួយវ៉ាន់វ៉ាន់ទៅណាជប់លៀងបញ្ចប់ការសិក្សាស្មានថាគេជប់លៀងទទួលស្វាគមន៍ខ្ញុំឈឹងហួយកូនទុកចិត្តចោះកូនជាកូនស្រីរបស់ម៉ាក់ជារៀងរហូតទៅណាតោះចូលក្នុងវ៉ាន់វ៉ាន់អាចឲ្យរົບនេះទៅឈឹងហួយទៅហាក់បានតែទៀតខ្ញុំទៅយកនិយាយថាជាកូនមិនដែលប្រែប្រួលប៉ុន្តែគ្មានអ្នកណាដឹងទេថាខ្ញុំជាកូនរបស់គ្រូសាន់លីងបន្ទប់គេងក៏គ្មានព្រោះវ៉ាន់វ៉ាន់ដណ្ដើមតាំងពីថ្ងៃទី1ដែលយើងចូលមកម្លេះហើយបន្ទប់នេះហប់ហើយកខ្វក់ណាស់ដូចជាក្នុងគុកថប់ដង្ហើមឡើងដកឡើងចេញបងស្រីទ្រាំបានទេអូយភ្លេចឲ្យឈឹងបងស្រីនៅក្នុងគុក4ឆ្នាំទម្លាប់បានហើយមែនទេឃើញខ្ញុំត្រឡប់មកវិញនាងអត់ខ្លាចទេឆ្នាំនោះបងច្រើនអ្នកនាងហ្វូឲ្យធ្លាក់បងដេកគុក4ឆ្នាំនៅអត់យល់ទៀតទេចំណែកខ្ញុំមានគ្រួសារលីនចាំការពារខ្ញុំមិនខ្លាចបន្លំដូចបងសូម្បីខោអាវក៏ស្លៀកសល់ពីខ្ញុំដែរនេះខ្ញុំយកមកឲ្យហើយងូតទឹកសម្អាតខ្លួនឲ្យពាក់វាទៅភ្ញៀវចាំខ្ញុំហើយខ្ញុំទៅមើលភ្ញៀវខ្ញុំហ្វូស៊ីជីសង្ឃឹមថាលោកនិយាយបានធ្វើបានម្នាក់នេះអ្នកណាទេមិនក៏ពាក់ឯកសណ្ឋានសិស្សចូលមកអញ្ចឹងនេះគឺជាអ្នកនេះខ្លាំងខ្លាយគ្រួសារលីនលើថាច្រើនអ្នកនាងហ្វូធ្លាក់កាលពី4ឆ្នាំមុនអ្នកប្រុសហ្វូខ្លាំងណាស់បិះនឹងសម្រាប់នាងចោលទៅហើយស្លៀកខាងនេះចង់ធ្វើពុតជីវិតទៅនេះឲ្យអ្នកគ្រប់គ្នាដឹងថានេះរៀនចប់មហាវិទ្យាល័យព្រាមក៏ត្រូវគេចាប់ដាក់គុកខ្ញុំប្រាប់ឯងពិធីជប់លៀងបញ្ចប់ការសិក្សាសំខាន់ឆ្ពោះវ៉ាន់វ៉ាន់ណាហាមកករឿងឯងឆាប់ទៅប្រូកៅព្រាមទៅខ្ញុំគ្មានការ
ដែលស័ក្តិសមទេ ខ្ញុំឲ្យបានយករ៉ូបទៅឲ្យនាងពាក់ហើយឥឡូវនេះប្រាប់ខ្ញុំថាគ្មានការសំរុំទេ បងស្រីបើមិនចូលចិត្តរ៉ូបដែលខ្ញុំយកទៅឲ្យបងអាចប្រាប់បានតែបងពេលអាចសន្តានសិស្សចូលមកអញ្ចឹងធ្វើឲ្យគេយល់ច្រឡំបានបើបងចូលចិត្តរ៉ូបលើខ្លួនខ្ញុំក៏ខ្ញុំដោះឲ្យបងបានដែរ វ៉ាន់នេះជាកម្មវិធីរបស់ឯងជលមើលដូចនេះមិនចាំបាច់ស្លៀកពាក់សាបាត់ពេកទេ យិនស៊ូលេងដៃឈិងហួយមិនអីទេបងប្រខុសឲ្យតែស្រេចដាក់ឯងអ្នកចូលរួមកម្មវិធីសុទ្ធតែជាពូមីងនិងគ្រួសារអភិជនគេខ្លាចឯងបុកត្រូវភ្ញៀវទេម៉ាក់មិនល្អឥឡូវមកឲ្យគេទិញរ៉ូបថ្មីមួយមកឲ្យឯងល្អទេមិនបាច់ ឯងកុំហួសហេតុពេក យិនស៊ូលេងគេទៅ ម៉ាក់មិនចាំបាច់កាន់ជិននេះទេនាងចង់ណែនាំរ៉ូបវ៉ាន់នាងចង់ធ្វើឲ្យគ្រួសារលីនបាក់មុខនេះរបួសទាំងនេះមិនខ្ញុំមិនចង់ស្លៀកពាក់ស្អាតតែគ្មានឈុតមួយណាដែលអាចមកបាំងរបួសខ្ញុំបានលីនចៅរបស់យាយបើមិនមែនកូនប្រុសត្រកូលលីម៉ោងវឯងលាក់បាំងយើងដល់ពេលណា លោកស្រីលោកប្រុសស៊ឺបារម្ភពីសុខភាពលោកស្រីតែប៉ុណ្ណោះ ឯងកុំកាន់ជើងគេឯងប្អូនស្រីខ្លាចជាមនុស្សរុក្ខជាតិគូតដឹងត្រូវជាប់គុកឯងនេះចេះទ្រាំបានណា លោកស្រីកាលនោះមានលោកស្រីគ្រួសារលីននិងអ្នកនេះគ្រួសារលីនជាអ្នកប្រាប់ផោះតាមនឹងសាកសីមានគ្រប់អ្នកប្រុសស៊ឺក៏គ្មានមធ្យោបាយដែរ ចាំជាគ្រួសារគ្មានបេះដូងឈិងហួយយើងមើលឯងតាំងពីតូចច្រឹកឯងយើងស្គាល់ច្បាស់ណាស់បើសិនយើងហ្នឹងមិនរកចិត្តធေါ်ឲ្យឈិងហួយទេថ្ងៃក្រោយកុំឲ្យយើងឃើញមុខទៀតបងប្រុសខ្ញុំជំពាក់ជីវិតបងមែនទេកុំប្រកាច់មិនរៀបការឆាប់សម្ពាក់ដូនតារៀបការជាមួយឈិងហួយទេ នេះគឺ មិនចំកណ្ដាលណាបងយល់ថាម៉េចដែរឈិងហួយប្រកែកទេ ក្រនបា បងនេះជាអ្នកបាញ់កំភ្លើងមានទេពកោសលក៏ជាសត្វដែលប្រកែកដែរ លោកយាយខ្ញុំជឿតែសម្ដីលីនទេ តើលីនចៅដឹងខ្លួនហើយហ៎ អង្គរៈត្រៀមឡានឲ្យខ្ញុំនាំកូនស្រីទៅផ្ទះគ្រូសាលីនទៅរកជនល្មើសដោយផ្ទាល់ ឈិងហួយលើខ្លួនមិនក៏មានរបួសច្រើនយ៉ាងហ្នឹងឈឺទេកូនឆាប់ហៅគ្រូពេទ្យមកកូនស្រីខ្ញុំនៅក្នុងគុកឆ្លងកាត់អីមកខ្លះត្រូវហើយអ្នកណាហ៊ានធ្វើបែបនេះលើបងស្រីទោះតែខ្ញុំទទួលគឺជាទោសដែលខ្ញុំមានចេតនាសម្រាប់អ្នកនាងហ្វូនៅជិញឆឹងប៉ះពាល់អ្នកប្រុសហ្វូខ្ញុំមិនអាចរស់នៅបានសុខស្រួលទេអ្នកទោសនៅទីនោះធ្វើបាបខ្ញុំកាន់តែខ្លាំងខ្ញុំកាន់តែអាចកាត់បន្ថយទោសខ្លួនឯងបានសុទ្ធតែមកពីខ្ញុំបើខ្ញុំមិនមកវិញទេបងស្រីក៏មិនជួបរឿងវេទនាបែបហ្នឹងដែរ ឯងធ្វើខ្លួនគួរអាណិតធ្វើស្អីរបួសនៅលើខ្លួនឯងមិនក៏មិននិយាយតាំងពីយូរពួកយើងទាំងអស់គ្នាមិនបានដឹងផងបើសិនជាឯងប្រាប់ពួកយើងឲ្យបានលឿនបន្តិចខ្ញុំនឹងនាំឯងទៅពេទ្យហើយ ខ្ញុំនិយាយអត់ទាន់ចំប៉ុន្តែលោកពិតជាមិនទុកឱកាសឲ្យខ្ញុំបាននិយាយសោះ លៀនឈិនហួយយ៉ាងណាឯងក៏ជាអ្នកនាងធំគ្រួសារលៀនដែរតាំងពីក្មេងមកចូលចិត្តកំបិតកំភ្លើងតើមានអ្នកណាអាចធ្វើឲ្យឯងមានរបួសខ្លាំងដល់ថ្នាក់នេះនោះ មនុស្សធម្មតាអីបើខ្ញុំមិនបានតែខ្ញុំបាច់ត្រូវជាប់គុកពិសេសអ្នកជាប់គុកដូចគ្នានោះសិតតែជាឃាតករសម្លាប់មនុស្សទោះជាខ្ញុំមានដៃមានជើងក៏ខ្ញុំមិនអាចទប់ទល់នឹងគ្នាគេ4នាក់ដែរក្រោយមកខ្ញុំស្ដាប់បង្គាប់គេធ្វើបាបខ្ញុំកាន់តែខ្លាំងរវាងខូចមុខនឹងឲ្យគេផ្ទះកំភ្លៀងខ្ញុំសុកចិត្តឲ្យគេផ្ទះកំភ្លៀងរវាងត្រូវវាយនឹងលុតជង្គង់ខ្ញុំរើសយកលុតជង្គង់ជួនកាលពួកគេឲ្យខ្ញុំផឹកទឹកបង្គន់ជួនកាលពួកគេឲ្យខ្ញុំធ្វើជាឆ្កែឲ្យគេមើល បានហើយឯងត្រូវធ្វើបាបដល់ថ្នាក់នេះហេតុអីក៏មិនប្រឆាំងវិញ ខ្ញុំធ្លាប់តតដៃពួកគេដែរកាន់តែតតដៃគេកាន់តែធ្វើបាបខ្លាំងឡើង ទូហ្វូស៊ឺយកដៃមកខាងបាំងមេប៉ុន្តែនៅមានច្បាប់ពួកគេធ្វើតែឯងបែបនេះបានយ៉ាងម៉េច អ្នកប្រុសលីនយល់ថាខ្ញុំមានចេតនានិយាយពីការរងទុក្ខទាំងអស់នេះឲ្យអស់លោកទាំងអស់គ្នាអាណិតអសូរទេដឹងឈប់ឈួតទេខ្ញុំដឹងថាខ្ញុំមានឋានៈជាអ្វីហើយពួកលោកយ៉ាងហោចណាស់ក៏គួរសោកស្ដាយប៉ុន្តែពួកលោកមិនចេះត្រេកអរព្រោះអ្នកដែលជាប់គុកដល់តែ4ឆ្នាំនោះគឺជាខ្ញុំបើមិនចឹងភាពវេទនាដែលខ្ញុំទទួលមក4ឆ្នាំនេះគួរតែវ៉ាន់ទេទទួល ពីមុនពួកយើងប្រងើយកន្តើយដាក់ឯងតែឯងគិតខ្លួនឯងទៅឬមួយឯងគ្មានកំហុសអីបាត់ទេ ការពិតនៅតែគិតថាជាកំហុសខ្ញុំ ទោះឯងធ្លាប់មានរបួសនៅក្នុងគុកតែពាក់ព័ន្ធអីជាមួយយើងនឹងវ៉ាន់ទៅ
គ្រប់យ៉ាងគឺជាឯងជាអ្នករុញអ្នកនាងហ្វូមកខ្លួនឯងគ្រប់យ៉ាងជាកម្មពីរបស់ឯងចរិតរបស់ឯងខ្ញុំដឹងច្បាស់បំផុតឯងតែមានចរិតចំណានមានគំនុំត្រូវតែសងសឹកកាលនៅរៀនចូលចិត្តចំណាននឹងវ៉ាន់មិនចង់ជិះឡានជាមួយនាងនឹងមេផ្ទះចង់តែជិះកង់កាចាស់ខ្លួនឯងទៅរៀនឯងខើនៅពួកយើងបង្ងើយកតែនឹងឯងក៏ធ្វើខ្លួនធ្វើឲ្យគួរអាណិតបង្ហាញរបស់គ្រប់គ្នាឃើញលោកជាមនុស្សឆាប់ភ្លេចគុណគេមែនមិនគឺលោកជាអ្នកទាញឯខ្ញុំក៏ជាពុតលោកដែលឲ្យខ្ញុំចូលរួមកម្មវិធីនេះចំណែករឿងដែលខ្ញុំជិះឡានជាមួយមេផ្ទះក៏ដោយសារខ្ញុំនឹងលីវ៉ាន់មិនមែនជាមនុស្សដែលរៀននៅសាលាជាមួយគ្នាឯនេះពិតជាមនុស្សប៉ិនកុហកពិតមែនប៉ាម៉ាក់បានរៀបចំឲ្យឯងរៀននៅសាលាអភិជនធានសាំងជាមួយគ្នាឯងសន្តានឯងមិនមែនជាសាលាធានសាំងទេនេះជាឯកសន្តានសាលារដ្ឋចិញ្ចឹងពេលដល់មកខ្ញុំមិនបានញ៉ាំបាយព្រឹកជាមួយពុតលោកដោយសារសាលាខ្ញុំត្រូវចូលរៀនម៉ោង6ព្រឹករាល់ព្រឹកគឺខ្ញុំត្រូវនៅពីម៉ោង4ជិះកង់2ម៉ោងទៅដល់សាលាពេលយប់ចេញពីរៀនខ្ញុំមកដល់ផ្ទះពុតលោកញ៉ាំបាយល្ងាចចោលខ្ញុំរាល់លើកខ្ញុំមានតែញ៉ាំអាហារសេសសល់ពីពុតលោករាល់ថ្ងៃឈឹងហួយម៉ាក់មិនដឹងទេថាកូនវេទនាយ៉ាងនេះគឺម៉ាក់ខុសហើយលោកស្រីលីនមិនបានធ្វើអ្វីខុសទេគ្រួសារលីនមានគុណចិញ្ចឹមខ្ញុំធ្វើមកលើខ្ញុំបែបណាក៏ខ្ញុំយល់ថាសមដែរខ្ញុំខ្លួនឯងទេដែលមិនគប្បីនឹងខ្លួនឯងលោកជាគុណដំណឹងរបស់វ៉ាន់លោកថាទៅឈិញហួយឆាប់សុំទោសវ៉ាន់ភ្លាមខ្ញុំមិនបានច្រាននាងទេគេឃើញគ្រប់គ្នាហើយនាងនៅប្រកែកទៀតឆាប់សុំទោសវ៉ាន់ភ្លាមទៅចុះបើខ្ញុំមិនព្រមទទួលអ្នកប្រុសបង្ខំឲ្យខ្ញុំលុតជង្គង់ដែរទេពួកលោកនៅចោទប្រកាន់ខ្ញុំដោយកាល4ឆ្នាំមុនមិនដែរទេជើងឆ្វេងខ្ញុំខ្លាចជាបែបនេះខ្ញុំដាក់ចូលមកទាំងជើងប៉ាំងពេកពួកអ្នកបានឃើញច្បាស់ណាស់សូម្បីខ្ញុំឈោខ្ញុំទុកខ្លួនឯងស្ទើរមិនដឹងផងខ្ញុំមានកម្លាំងឯណាទៅច្រាននាងឲ្យនាងដួលនោះចោទខ្ញុំដូច4ឆ្នាំមុនបាននេះធ្វើពុតពិតមែនខ្ញុំមានរបួសថាខ្ញុំធ្វើពុតពេលនាងមានរបួសចោទប្រកាន់ថាខ្ញុំធ្វើមិនថាពេលណាទេគឺខ្ញុំជាអ្នកខុសខ្ញុំខុសឲ្យរត់ទៅលើទោះបីជាមិនមែនឯងរត់នាងក៏ដោយពេលដែលនាងដួលឯងចេះចូលនាងមិនតិចទេមិនកាយប្រជិឈឹមតិចយ៉ាងនេះតើតែឯងឃើញវ៉ាន់អាការនៅចំពោះមុខគ្រប់គ្នាទៅឯងពេញចិត្តតែមែនដែរទេបងប្រុសខ្ញុំសុំទោសគឺមកពីខ្ញុំឈប់មិននឹងខ្លួនឯងទើបធ្វើឲ្យរហ័យរោគដែលបងកំងឲ្យពេលឯងឃើញរោគនេះនៅលើឡានឯងធ្វើពុតជាចំណាយឬចាគឺឯងរួចកាត់ខ្សែរោគនេះតែមែនដែរទេនៅលើឡានក៏មានកាមេរ៉ាដែរមែនទេយកទូរស័ព្ទលោកចេញមកឲ្យបាត់មើលកាមេរ៉ាទៅថាខ្ញុំនេះបានហាច់រោគនាងចោលដែរឬអត់ឬមួយដូចកាល4ឆ្នាំមុនលុបរូបក្នុងកាមេរ៉ាគ្មានសល់ការបាត់គឺលីនបានតែជាអ្នកច្រានហ្វូលីនឲ្យធ្លាក់ហាក់ឯងលុបវីដេអូក្នុងកាមេរ៉ាចោលឈិងហួយវ៉ាន់ជាកូនបង្កើតម៉ាក់នាងមិនអាចកុហកម៉ាក់ទេហើយម៉ាក់ក៏មិនអាចបើកភ្នែកឃើញនាងជាប់គុកដែរចុះខ្ញុំវិញនោះភាពកក់ក្ដៅដែលម៉ាក់ឲ្យមកខ្ញុំប្រហែលឆ្នាំនេះខ្លាំងទាំងអស់ហេឈិងហួយចាត់ថាម៉ាក់សម្បោឯងទៅចុះពឹងលើគ្រួសារយើងចិញ្ចឹមឯងមកយូរឆ្នាំឯងទទួលទោសទៅកុំអូសយកវ៉ាន់ទៅអីល្អទេឲ្យចប់គុកជំនួសខ្ញុំធ្លាប់បាត់បង់វ៉ាន់ម្ដងហើយខ្ញុំមិនអាចបាត់បង់នាងម្ដងទៀតទេម៉ាយិនស៊ូរកប៉ុណ្ណឹងមិនមែនជារឿងធំទេសិតតែជាគ្រួសារតែមួយដោះស្រាយស្ងាត់ទៅបានហើយម៉ាក់ជឿថាឈិងហួយគេមិនធ្វើបែបហ្នឹងទេតែបើគេធ្វើក៏គេអត់មានចេតនានឹងធ្វើដែរសុទ្ធតែជាការយល់ច្រឡំទេខ្ញុំជឿថានៅមីងនឹងបងប្រុសបារម្ភពីវ៉ាន់ពេកមិនមែនចង់ធ្វើបាបនាងទេរឿងប៉ុណ្ណឹងចុះស្មាំងអីពួកអ្នកបារម្ភពីខោអាវរបស់វ៉ាន់លីនតែមិនដែលខ្វល់ពីភាពស្អាតស្អំរបស់ខ្ញុំតាំងពីចេញពីគុកមកដល់ពេលនេះឯងធ្វើទឹកមុខចង់កម្មពីបើមិនតមាត់ជាមួយនឹងពួកយើងទេក៏និយាយបែបប្រហាម៉ាក់ដែរគ្រួសារលឿនយកចិត្តទុកដាក់អស់កម្រិតហើយឯងមិនត្រឹមតែធ្វើឲ្យគ្រួសារលឿនអាម៉ាស់មុខឯងនៅបំផ្លាញកម្មវិធីរបស់វ៉ាន់ទៀតឥឡូវនេះត្រូវទៅលុបជង្គង់សំទោសឲ្យខ្ញុំគ្រាន់តែអុកជង្គង់តែប៉ុណ្ណោះទេឯងធ្វើពុតស្អីណែបានហើយលេងនាងទទួលស្គាល់កំហុសទៅបានហើយចាំបាច់ធ្វើខ្លួនឯងវេទនាដល់ថ្នាក់នេះធ្វើស្អីទៅខ្ញុំមិនបានធ្វើខុសកុំស្មានថាខ្ញុំមកវិញលើកនេះមកស្រស់ស្រួលវិញជាមួយអស់លោកទាំងអស់គ្នានោះខ្ញុំមកវិញលើកនេះគឺ
គឺមកបកស្រាយរឿងមួយឲ្យច្បាស់លាស់លាតត្រដាងមុខឃាតករដែលវាចោទប្រកាន់ខ្ញុំឈិងហួយកុំនិយាយផ្ដេសផ្ដាស់ទៀតពួកសៀកគេក្រោកឡើងវិញបានគេពិតជាដឹងថាបានជាឃាតករច្រើនគេកាប់4ឆ្នាំមុនតែគ្រប់គ្នាធ្វើឲ្យខ្ញុំរងទុក្ខវេទនាជាប់គុកចំនួនបាន4ឆ្នាំ បាត់មាត់ ហ្វូស៊ីជាតែលោកមិនមកទេ គួរឲ្យស្ដាយណាស់ដែលខ្ញុំទៅบอกគេឲ្យឯងចេញពីគុកជាប់គុក1ឆ្នាំហើយឯងនៅតែមិនកាយចរិតរបស់ឯងទៀតខ្ញុំនឹងចង់ឯងយកឯងទៅគ្រួសារហ្វូឲ្យគេដាក់គុកឯង10ឆ្នាំបន្ថែមទៀត អ្នកប្រុសលីនមិនចាំបាច់ពិបាកទេគ្រួសារខ្ញុំមិនមែនត្រូវការប្រពែដែលមករងទោសជំនួសទេប៉ុន្តែត្រូវការឃាតករពិតប្រាកដ អ្នកប្រុសសើគឺជាមនុស្សអាត់កំបាំងណាស់តាំងពីដើមមកមិនដែលចូលរួមកម្មវិធីជប់លៀងទេលើកនេះបែរជាចូលរួមកម្មវិធីទាមទារយុត្តិធម៌ មើលទៅសភាពដណ្ដាបរបស់អ្នកនាងលីននៅក្នុងគុកក៏ដឹងថាគ្រួសារហ្វូមិនតររត់កំហឹងទេគ្រួសារលីនដោះលែងនាងចេញមកខ្លួនឯងប្រកាសជាយ៉ាប់ហើយ អ្នកប្រុសស៊ឺ ចេញទៅ មិនក៏ធ្វើខ្លួនឯងធ្លាក់ដល់ថ្នាក់នេះមើលនាង ជាមិនហើយ ត្រង់ចំណុចនេះគឺចង្រឹកខ្លាំងណាស់ការបាក់បែកនៅត្រង់នេះជាធម្មតាគឺអាចកើតឡើងនៅពេលគ្រោះថ្នាក់ធ្ងន់ធ្ងរឬក៏ធ្លាក់ពីលើទីខ្ពស់ប៉ុន្តែជើងរបស់អ្នកនាងលីនដូចជាត្រូវវត្ថុស្រួចបាយមើលទៅតាមសភាពរបួសក្រោយត្រូវរបួសមិនបានទទួលការព្យាបាលត្រឹមត្រូវចង់ជើងមិនតន់តបជាប់គ្នាវាក៏បានជាផ្សះស្បើយដល់ខ្លួនឯងបន្តិចម្ដងទើបធ្វើឲ្យជើងរបស់អ្នកនាងវានឹងខូចទ្រង់ទ្រាយការជឿចាប់នៃដំណើរការមួយនេះគឺពិបាកសម័យខ្លាំងណាស់បើតាមមើលសភាពទៅខ្ញុំថាអ្នកនាងលីនអាចទ្រាំបានដល់ពេលនេះខ្ញុំថាអ្នកនាងលីនគឺជាមនុស្សអច្ឆរិយៈហើយ ជើងរបស់នាងអាចជាដូចដើមទេ ជើងរបស់អ្នកនាងលីនបានពន្យាពេល3ឆ្នាំឥឡូវនេះយឺតពេកហើយឡើងបានហើយឆាប់ឲ្យឆ្នាំមកការជិះចាប់នឹងទៅមិនឃើញនឹងកំពុងជិះចាប់ទេឲ្យរួចហើយបន្តិចទៀតនឹងឃើញលទ្ធផលមិនក៏ទៅជាបែបនេះពេលដែលនាងចេញពីគុកជើងរបស់នាងគឺនៅល្អអន្តាត្រឹមតែ4ឆ្នាំសោះមិនក៏ទៅជាបែបនេះហ្វូស៊ីយៈបងស្រីរបស់លោកថ្ងៃនេះក្រោកឡើងវិញបានប៉ុន្តែបងស្រីខ្ញុំត្រូវមនុស្សរបស់លោកវាយឲ្យពីការជើងអស់មួយជីវិតតើលោកគិតយ៉ាងម៉េចវិញទៅហ៎ ចង់ឲ្យខ្ញុំដោះស្រាយលោកឯង នាងជាប់គុក4ឆ្នាំទៅហើយលោកនៅមិនលើកលែងឲ្យនាងទៀតទេ បងប្រុសកុំឆែកឆាយអីបងស្រីជើងរបស់បងរបួសធ្ងន់ធ្ងរយ៉ាងនេះមិនក៏មិនប្រាប់គេតាំងពីយូរបងដឹងហើយថាបងប្រុសថ្នាក់ថ្នមបងបំផុនគាត់ច្បាស់จะជួយបង ពួកលោកនៅនឹងមកធ្វើជាការពារខ្ញុំនាំគ្នាទៅបញ្ចុះបាននៅតែឲ្យខ្ញុំទទួលទោសដែលគេចោទប្រកាន់ដដែលនោះលីនទីបំផុតអូនក្រោកបានហើយ លីនប្រាប់បងមកអ្នកណាជាអ្នករុញឯងឲ្យធ្លាក់ លីនពួកគេថាអ្នកច្រើនឯងគឺជាខ្ញុំការពិតគ្មានអ្នកណាដឹងច្បាស់ជាងឯងទេ អ្នកនាងលងលក់រយៈពេលយូរអាចធ្វើឲ្យគាត់ជាប់សរសៃឬនិយាយអ្នកប្រុសស៊ឺកុំប្រញាប់អីអ្នកប្រុសស៊ឺទុកពេលឲ្យគាត់សម្រួលសរសៃរបស់គាត់បន្តិចសិនទៅ លីនខ្ញុំជឿជាក់ថាឯងធ្វើបាន បងស្រីអ្នកនឹងហ្វូតបតងើមបងកំដៅសម្ពាធលើគាត់ធំពេកអីបងស្រីអ្នកចង់ឲ្យមកបងមែនទេ លីន ពិតជានាងមែន គឺលីនបានគឺលីនបានលីន លីន
លីនលីន លីន ឆាប់រៀបចំបន្ទប់ឲ្យលឿន បងធ្វើអ្នកនឹងហ្វូខ្លាចជាមនុស្សរកជាតិដីលើក្រៃ4ឆ្នាំឥឡូវគាត់ងើបឡើងវិញបានបងនៅធ្វើបាបគាត់ទៀតទេ អញថយចេញ អ្នកនាងហ្វូចង្អុលថាជាឃាតករហើយឯនៅមាត់រឹងទៀត នាងប្រកែករហូតថាខ្លួនឯងមិនមែនជាឃាតករប៉ុន្តែសាកសីមានផតាំងអស់ហើយមានអ្វីចង់និយាយទៀត ពួកលោក សំណាងដែលអ្នកនាងចេញហួចយកខ្លួនត្រអ្នកនាងហ្វូគ្រាន់តែរំជួលចិត្តពេកហើយសន្លប់ប៉ុណ្ណោះហើយគាត់សម្រាប់មួយរយៈគាត់ងើបឡើងវិញគឺឡើងឯហើយអ្នកប្រុសស៊ឺខ្ញុំទៅមន្ទីរពេទ្យត្រឹមឆ្នាំសិនរឿងមួយខ្ញុំយល់ច្រឡំលើគេ អ្នកប្រហ្វូពួកយើងគិតមិនដិតដល់បានមិនឲ្យនាងទៅទទួលទោសថ្ងៃក្រោយនាងអាចធ្វើអញ្ចឹងលើអ្នកនាងហ្វូទៀត ឃាតករពិតមិនទាន់បញ្ជាក់ច្បាស់លោកស្រីលីនហេតុអីក៏បញ្ញាប់សម្រេចទោសម្ល៉េះចេញទៅបងស្រីខ្ញុំត្រូវការសម្រាប់ឈិញហួយនាងទៅទទួលទោសទៅឈិញហួយនាងទៅទទួលទោសទៅ លែងខ្ញុំបើគូទៅដឹងលោកគេមកឃើញគេចាប់ប្រកាន់ខ្ញុំបានមកករណីទៀតហើយ បានជានាងមានឈ្មោះជាអ្នកទោសទៅហើយចាំបាច់អូវ៉ាន់ប៉ាន់ទៅធ្វើអីទៀត មេធាវីលោកបានលោកមានពេលទៅស្រាវជ្រាវរកច្បាប់ការពារលីនបានបន្តទៀតទៅ ម៉ាខ្ញុំគួរធ្វើយ៉ាងម៉េចតាបើហ្វូលីនភ្ញាក់ឡើងវិញខ្ញុំប្រកាសជាចប់ហើយ បានជាបែបនេះទៅហើយធ្វើឲ្យវាងើបឡើងលេងបានទៅ ហ្វូលីននាងគួរតែយកអាចកំបាំងនេះចុះទៅឋាននរកជាមួយនាងទៅ នាងចង់ធ្វើអី បងស្រីសុំតោឆ្នាំនោះបានមិនមែនខ្ញុំរត់ដៃច្រើនអ្នកនាងហ្វូឲ្យធ្លះបងក៏មិនចាំបាច់ទទួលទោសច្រើនឆ្នាំយ៉ាងនេះដែរគាត់ចិត្តភ្ញាក់ឡើងវិញហើយខ្ញុំដឹងថាខ្លួនអញរត់មិនរួញឲ្យតែបងលើកលែងឲ្យខ្ញុំច្បាស់ជានៅក្នុងកង់បន្តជំនួសបងវិញ បាននាងដឹងខុសចេះកែគឺល្អទៅវិញទេប៉ុន្តែមិននៅចំពោះមុខគេគ្រប់គ្នាហេតុអីក៏នាងមិនព្រមសារភាព គឺនាង ជួយផងបងស្រីសម្រាប់អ្នកនាងហ្វូហើយ ទៅសើមកខ្ញុំបន្តិចនាងចេញហួយនៅក្នុងគុកឆ្លងកាត់អ្វីខ្លះយកលំអិត អ្នកប្រុសលីនលោកត្រៀមចិត្តរួចហើយនៅ និយាយមក ពេលនាងជាប់គុកត្រូវគេវាយមិនលុះថ្ងៃថែមទាំងត្រូវគេទះកំភ្លៀងរាប់មិនអស់បង្ខំឲ្យនាងផឹកទឹកបង្គន់ហាមមិនឲ្យនាងដេក និយាយទៀតមក នាងលីនត្រូវគេវាយធ្ងន់ធ្ងរបំផុតគឺពេលអ្នកទោសទាំងនោះយកដំបងឈើទំហំប៉ុនក៏ដៃមនុស្សពេញវ័យវាយជើងរបស់នាងរហូតដល់តែបាក់ហើយបញ្ជូនទៅមន្ទីរពេទ្យភ្លាម ហ្វូស៊ឺយឺ ការពិតឃាតករគឺ ជួយផងបងស្រីសម្រាប់អ្នកនាងហ្វូហើយ នាងលីនទី ម៉ាបងស្រីគាត់ នាងចង់ធ្វើអី 2លីនអង្គរៈគុំគ្រូសាលីនទាំងអស់ បាទ បើពូនស្រីខ្ញុំកាត់អីខ្ញុំនឹងឲ្យគ្រូសាររបស់ពលលោកកំដៅសព មិនខ្ញុំឃើញបងស្រីច្បាច់កអ្នកនាងហ្វូ ក៏តែមិននេះខ្ញុំមិនអត់នាងដែលនេះត្រូវគេធ្វើបាបនៅក្នុងគុកខ្ញុំមិនគួរទៅវល់លោកស្រីហ្វូឲ្យដោះលែងនាងចេញពីគុកមិនពេលកំណត់នោះទេនាងជាស្រីនាំសយ នាងមិនតាន់ស្លាប់ទេក្រោយមនុស្សថប់ដង្ហើម46នាទីកោសិកាខួរក្បាលរងនឹងការខូចខាតខ្ញុំជួយនាងបានអត់ខ្ញុំសាក់មើលទេអត់ខ្ញុំសាក់មើលទេ នាងថានាងជួយបានទេ ខ្ញុំបានរៀនវិជ្ជាពេទ្យចិនខ្ញុំដឹងថាជួយត្រង់ណាបាន ខ្ញុំមិនដែលលើថាជាវិជាពេទ្យនោះទេចាំមកខាត់ពេលជួយដល់អ្នកនឹងហ្វូមិនទាន់វិញនោះទោះបីជាសងគ្រួសារទាំងមូលក៏ប៉ះពាល់មិនបានដែរ មកពន្យាអស់ពេលហើយ បងស្រីបើជួយមិនបានទុកឲ្យគ្រូពេទ្យមកកុំឲ្យខាត់ពេល នាងមានឱកាសតែម្ដងទេ បងស្រីបងចង់សម្រាប់អ្នកនាងហ្វូនៅចំពោះមកគ្រប់គ្នាមែនទេ ឈិញហួយ
ខ្ញុំទឿននាងកុំឆ្លងវិញនឹងខ្លួនឯងមិនអញ្ចឹងអ្វីដែលនាងប្រឈមមុខមិនមែនជាប់គុក10ឆ្នាំស្រួលៗនោះទេ កុំស្មានថាអានសភើបានប្រមាណក្បាលថាខ្លួនជាពេទ្យឆាប់សំទោសភ្លាមទៅកំណត់ទុកដល់គ្រួសារ ត្រូវហើយតួឯងជាប់គុក10ឆ្នាំក៏ម៉ាក់ចាំឯងចេញពីគុកមកវិញដែរលីននាងឆាប់ដឹងខ្លួនឡើងឬមកនាងសុកចិត្តឲ្យឃាតករនៅក្រៅច្បាប់ លិនឈីហួយនាងវិលចូលគុកវិញឲ្យស្រួលទៅទុកឲ្យខ្ញុំសោយសុកលើកំណត់ទ្របចាស់ លីននាងដឹងខ្លួនហើយលីននាងដឹងខ្លួនហើយ លីលីន បងប្រុស បងស្រីបងធ្វើនៅនាងភូភ័យដល់យំហើយ បានហើយអាយច្បាច់គាត់នៅនឹងហ្វូហើយចង់លេងល្ខោនសម្ដែងជួយជីវិតស្អីអាយធ្វើបែបនេះគឺដើម្បីរត់ផុតពីការសង្ស័យមែនទេ រឿងកាត់ឡើងថ្ងៃនេះពួកលោកយល់ថាខ្ញុំច្បាច់កលលីនទៀតទាំងវ៉ាន់ចូលមកក្នុងបន្ទប់នេះមុនខ្ញុំតែពួកលោកដូច4ឆ្នាំមុនអញ្ចឹងទម្លាក់កំហុសមកឲ្យខ្ញុំរហូត លីលីនអ្នកណាច្បាច់កឯងបងនឹងចង្អុលគេបើជាឃាតករអូនព្រិចភ្នែកម្ដងបើមិនមែនជាឃាតករអូនព្រិចភ្នែក2ដងយល់ទេឡគឺនាងមែនទេគឺនាងមែនទេ មិនបានជាមិនមែនបងស្រីមិននេះខ្ញុំឃើញច្បាស់ណាស់ ឯងពិតជាមិនមែនគិតកមែនណា ចុះនាងនោះ បងប្រុសបងឆិនពិតជាមិនមែនខ្ញុំទេ អ្នកនាងហ្វូកំពុងតែស្លាប់មិននឹងដឹងថាអ្នកណាជាអ្នកច្បាច់កនោះលៀនឈិញហួយគឺនាងមែនទេជាអ្នកបង្កើតឈុតឆាកនេះឡើង ជនរងគ្រោះស្គាល់ថាអ្នកណាជាឃាតករហើយបែរជានៅលំអៀងទៀតបានអញ្ចឹងសូអ៊ីលីនបន្តទៀត4ឆ្នាំមុនឃាតករដែលច្រាននាងគេជាអ្នកណាលីនអ្នកដែលច្រាននាងកាល4ឆ្នាំមុនគឺវ៉ាន់មែនទេ4ឆ្នាំហើយពេលនេះការពិតក៏បានលាតត្រដាងមិនពីអីចង់បកកាយទៀតទេ អង្គរៈឆាប់នាង វ៉ាន់អ្នកប្រុសស្រីកុំអីជួយខ្ញុំផងអ្នកប្រុសស្រីពិតជាមានការយល់ច្រឡំអីហើយសូមបងលោកដោះលែងវ៉ាន់ទៅអ្នកប្រុសស្រី គាត់ឯងមើលមិនដែរឲ្យលុតឈ្គង់សំព្រោះគ្មានប្រតិកម្មអីបន្តិចបាត់ដែរ ពួកលោកកាន់ណាក៏ឈប់មើលគេចាប់ខ្ញុំទៅដែរអ្នកខ្លះថាមិនហ៊ានមើលទេខ្លាចនាំទុកឲ្យខ្លួនប៉ុន្តែឥឡូវនេះបញ្ជាក់ច្បាស់ណាស់ថាវ៉ាន់ជាឃាតករពួកលោកនៅព្យាយាមការពារនាងទៀត អ្នកប្រុសវិធីប្រើការព្រិចភ្នែកមកកំណត់ឃាតករច្បាប់មិនអាចទទួលយកបានទេមានតែពាក្យសម្ដីទេទៅទទួលយកបានការព្រិចភ្នែកជាប្រតិកម្មរបស់មនុស្ស ខ្ញុំដឹងថាវ៉ាន់មិនមែនជាឃាតករទេអ្នកនាងហ្វូមិនតន់មានស្មារតីវិញទាំងស្រុងរឿងនេះមិនតន់យកចការដាក់ទុំមិនតន់បានទេ ឈិញហួយកុំដោយសារតែការខឹងស្អប់មកលើវ៉ាន់ហើយក៏មកជះកំហឹងបែបនេះ ក្នុងគុកមានសភាពយ៉ាងម៉េចឯងដឹងច្បាស់ហើយឯងបែរជាមកចោទវ៉ាន់ឲ្យនាងទៅស្គាល់រសជាតិក្នុងគុកដែរ វ៉ាន់ទៅជាកូនស្រីបង្កើតឯងស្អប់នេះយ៉ាងនេះស្អប់គ្រួសារលឿនយ៉ាងនេះឯងចង់ឲ្យតែប្រុសស្រីបំផ្លាញគ្រួសារយើងចោលពួកយើងចិញ្ចឹមចចកដូចឯងតែពេលណាមក ទោះជាមានក្តីសង្ឃឹមតែបន្តិចក៏ពួកលោកនៅតែការពារវ៉ាន់ព្យាយាមទម្លាក់កំហុសមកឲ្យខ្ញុំឲ្យរាល់តែលើក លីលីនអង្គរៈមុនពេលលីលីនដឹងខ្លួនគ្រូសាលីនហាមមិនឲ្យចេញពីជញ្ឆឹងនេះទេពុំនោះទេពួកនាងត្រូវកំដរសពគេ ឯងចង់ទៅណាឥឡូវឯងនៅជាអ្នកទោសឯងមិនអាចចេញទៅក្រៅបានទេ ថយចេញ ឯងពិតជាគ្មានការអប់រំពេកហើយទើបបង្ករឿងនៅក្នុងគ្រួសារលឿនបែបនេះ អង្គបញ្ហាអីអ្នកប្រុសលីន
ខ្ញុំមិនមែនជាមនុស្សគ្រួសារលីនស្រាប់ហើយទោះជាត្រូវប្រដៅក៏មិនដល់វេនឲ្យលោកមកប្រដៅខ្ញុំដែរ ឯង បងស្រីបងនៅផ្ទះគ្រួសារលីនយូរហើយបងនិយាយបែបនេះធ្វើឲ្យម៉ាក់ឈឺចិត្តណាស់ ខ្ញុំមិនមែនជាកូនបង្កើតរបស់គ្រួសារលីន ទោះជាគ្មានជាប់ខ្សែលោហិតប៉ុន្តែឯងជាប់ឈ្មោះជាតកូលលីនយូរណាស់មកហើយថ្ងៃនេះខ្ញុំត្រូវដាក់ទោសឯងតាមវិន័យគ្រួសារឲ្យឯងបានដឹងខ្លួនឯងម្ដង យិនស៊ូច្បាប់គ្រួសារធ្ងន់ពេកហើយគេគ្រាន់តែនិយាយតាមកំហឹងប៉ុណ្ណោះប៉ុណ្ណឹងបានហើយពួកលោកម្នាក់អ្នកណាក៏ចង់មកបដៅខ្ញុំឬមួយពេលដឹងមុខអ្នកបង្កបញ្ហាពិតប្រាកដចង់បិទមាត់ខ្ញុំ នាងឈិញហួយនាងនៅតាមកាយខ្លួនទៀតឯងស្មានថាខ្ញុំគ្មានសិទ្ធិអប់រំនាងឯងថ្ងៃនេះខ្ញុំnóiនាងឃើញថាខ្ញុំមានសិទ្ធិអប់រំនាងឬក៏អត់ យិនស៊ូឃាតករមិនមែនជាខ្ញុំ ឯងមានគំនុំអីជាមួយវ៉ាន់កុំចោទប្រកាន់គេ គឺជាលីនវ៉ាន់ ប្រហើននៅមុខដូនតាគ្រូសាលីនហើយនេះហ៊ានខកទៀត បងស្រីបងស្អប់ខ្ញុំបានតែបងមិនគួរស្អប់គ្រួសារលីននោះទេបងធ្លាប់គិតពីប៉ាម៉ាបងប្រុសដែរទេ អ្នកណាដែលជាឃាតករក្នុងចិត្តនាងដឹងច្បាស់ជាងខ្ញុំ វ៉ាន់រងទុកដោយសារឯងឥឡូវនេះគួរតែជាឯងទេគឺជាអ្នកដុតធុកសុំការលើកលែង វ៉ាន់ឯងទុកចិត្តចុះថ្ងៃនេះប៉ានឹងរកយុត្តិធម៌ឲ្យឯងលុតជាគង់ ខ្ញុំមិនបានធ្វើខុសទេខ្ញុំមិនលុប ឆាប់ទទួលចុះកំហុសកុំឲ្យមានទោសច្រើនជាងនេះ បងស្រីតាំងពីបងមកវិញប៉ាបារម្ភពីបងរហូតសុខភាពគាត់មិនសូវល្អទៅហើយបងអន់ក្បាលទទួលកំហុសទៅបានទេ យិនស៊ូថ្ងៃនេះឯងត្រូវតែបដៅកូនស្រីឯងឲ្យបានល្អបើផ្សព្វផ្សាយចេញទៅគេនឹងថាគ្រូសាយើងបដៅកូនមិនបានល្អ ថ្ងៃនេះទោះជាត្រូវវាយខ្ញុំដល់ស្លាប់ក៏ខ្ញុំនៅតែមិនទទួល បានហើយឯងចោទវ៉ាន់ដល់ពេលណាទៀតវ៉ាន់មិនមែនជាមនុស្សបែបនោះទេ ឈប់និយាយទៅច្បាប់40នៃគ្រូសាមានឯងជាអ្នកអនុវត្ត អនុវត្តច្បាប់គ្រួសារលីនរួចហើយលីនឈីងហួយនៅតែជាកូនស្រីរបស់ខ្ញុំ លោកម្ចាស់សុខភាពឈិនហួយទប់ទល់នឹងការដាក់ទោសនេះមិនបានទេឲ្យខ្ញុំទទួលជំនួសចោល អ្នកណាធ្វើខុសអ្នកនោះជាអ្នកទទួល បងស្រីបងឈប់ទៅឲ្យតែបងព្រមទទួលថាបងខ្លួនឯងគឺជាអ្នកច្រាននៅនាងហ្វូថាមិនត្រូវលើកនេះអាចលើកលែងឲ្យបងក៏ថាបានដែរ ប៉ាខ្ញុំថាស្ដីឲ្យនឹងប្រមាណបានហើយរំពាត់នេះមិនចាំបាច់ទេ លីនឈីងហួយជាក្មេងស្រីមកពីជនបទមិនមែនជាកូនស្រីបង្កើតរបស់ខ្ញុំស្រាប់ហើយថ្ងៃនេះបង្កបញ្ហានៅក្នុងពិធីជប់លៀងទៀតខ្ញុំលើកលែងយ៉ាងនេះបានយ៉ាងម៉េចទៅ លោកម្ចាស់ វ៉ាន់ទើបជាកូនបង្កើតឯងសុកចិត្តទៅជួយអ្នកក្រៅម្នាក់ទៅវិញនាងសម្លាប់អ្នកនាងហ្វូថ្ងៃនេះយើងត្រូវតែចាត់ការឬមួយក៏ត្រូវរងចាំអ្នកប្រុសស៊ឺមកចាត់ការគ្រួសាររបស់ពួកយើងសិនវិញមែនទេ បើគ្រប់គ្នាច្បាស់ហើយថាខ្ញុំជាឃាតករមានអ្វីត្រូវឲ្យប្រកែកទៀត ឯងនៅហ៊ានតមាត់ទៀតទេបានអញ្ចឹងថ្ងៃនេះចាំមើលយើងបដៅឲ្យជំនួសប៉ាឲ្យបានល្អ ចុចឈិងហួយនោះ អ្នកនាងលៀនត្រូវអ្នកប្រុសលៀនអស់ទៅតែបង្ខំ ឈប់ឡានជួនអ្នកនេះធំទៅវិញសិនទៅគ្រប់គ្នាទៅតារាមនុស្សជាមួយខ្ញុំ ទទួលកំហុសអត់ មិនប្រឹង ឲ្យតែឯងព្រមទទួលកំហុសខ្ញុំនឹងឈប់វាយឯងភ្លាម មិនប្រឹង ហួយ
អូនក្បាលទទួលកំហុសទៅកូនកុំបំពេញបំវាន់ទៀត ai trong thôi ai chuột hai mày thế trong con tập ra ai mà tất biệt túi tiếp tay túi ai chết bị cúc ai lỡ ai trong thôi chết hơi ពួកយើងចាំឯងច្រើនឆ្នាំមកនេះរបស់ប្រើរបស់ហូបមួយណាដែលមិនមែនជារបស់គ្រូសាលីននោះឥឡូវស្លាប់ឯងរឹងហើយចង់ប្រឆាំងមែនទេ ខ្ញុំទទួលកំហុស ព្រមទទួលកំហុសហើយ កំហុសធំបំផុតរបស់ខ្ញុំគឺនៅក្នុងគុក4ឆ្នាំហើយនៅរំពឹងថាគ្រប់គ្នានឹងរកយុត្តិធម៌ឲ្យខ្ញុំទុកខ្ញុំជាគ្រួសារការឈឺចាប់4ឆ្នាំមកនោះការប្រមាថនៅថ្ងៃនេះទុកថាសងគុណដល់គ្រួសារលីនដែលចិញ្ចឹមខ្ញុំពីថ្ងៃនេះទៅខ្ញុំលែងពាក់ព័ន្ធជាមួយនឹងគ្រួសារលីនទៀតហើយកាត់កាលបញ្ចប់ ជឿក្អៀកមួយជួយជំនួយសុខភាពបានឡើង100មុខយ៉ាងម៉េចដែលគេហៅថាផលិតផលជំនួយសុខភាពរបស់បងប្អូនក៏ជាអាវុធមុខពីរដែរសម្រាប់បងៗទាំងអស់គ្នាថនទៅឈឺស្ពឹកសពន់គេមិនសូវលក់ងាកញ៉ាំថ្នាំងាកញ៉ាំថ្នាំក្អៀកនេះចាគឺជាផលិតផលជំនួយទៅលើសុខភាពរបស់ពួកយើងស្ពឹកសពន់គេមិនសូវលក់ចុករយកន្លែងណាបិទកន្លែងណាបើស្រូបជាតិពុលចេញពីក្នុងខ្លួនមិនថាពួកគាត់ចាផ្ដាសាយឬក៏ត្រជាក់ចុងដៃចុងជើងមកកពើបងប្អូនត្រូវទៅញ៉ាំថ្នាំដែរមែនចាក្អៀក KQ គឺអាចជួយបានអត់លក់រយៈពេល5ឆ្នាំឈរជើងនៅលើទីផ្សារនេះបានគឺដោយសារតែគុណភាពនេះឯងបិទបលឹមឡើងបកអ្នកទាំងអស់គ្នាមានអារម្មណ៍ថាស្រាលស្រួលខ្លួនជាតិពុលនៅក្នុងក្អៀកនេះគឺថាពណ៌ឡើងជារៀងរាល់ថ្ងៃទៅក្អៀកអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាទៅជាពណ៌ប្រផេះពណ៌ថ្នោតទៅតាមអាការៈសុខភាពលោកអ្នកចេញលក់ដំបងអ្នកដែលបញ្ជាគឺច្រើនមែនតើឥឡូវពួកគាត់ត្រឡប់មកទិញជាមួយនឹងក្អៀក KQ វិញហើយនៅពេលដែលបិទហើយស្រួលខ្លួនសំខាន់ណាស់គេងលក់ស្រួល ខ្ញុំនឹងគ្រួសារលីនកាត់កាលបញ្ចប់ ai thả mày ខ្ញុំនិយាយថាខ្ញុំផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារលីនក ូនអកតញ្ញូទោះបីជាយើងមិនត្រូវការឯងក៏មិនដល់វេនឯងមកកាត់កាលពួកយើងមុនដែរ ខ្ញុំការពារឯងតាំងពីក្មេងជួយពេលឯងបែកគ្នាទិញផ្កាមកលងឯងឲ្យឯងសប្បាយចិត្តឯងចេញមកវិញបានគឺដោយសារខ្ញុំលុបជង្គង់3ថ្ងៃសុំព្រោះឯងចេញមកវិញនោះដែរយើងធ្វើដើម្បីឯងច្រើនយ៉ាងនេះបដូរមកវិញបើជាបានរៀបពាក្យសម្ដីរបស់ឯងផ្ដាច់ទំនាក់ទំនងជាមួយនឹងយើងបែបនេះ ការពារខ្ញុំឯងដែលខ្ញុំជាប់គុក4ឆ្នាំនេះខ្ញុំជាប់គុកចំនួនអ្នកណាជើងខ្ញុំត្រូវបាក់ទៀតហើយរបួសនៅលើដងខ្លួនខ្ញុំរងចំនួនអ្នកណាទេ លោកប៉ាបងប្រុសកុំមកទៅបងស្រីអីសុទ្ធតែជាកំហុសរបស់ខ្ញុំ ប៉ាម៉ាក់របស់ខ្ញុំបងប្រុសរបស់ខ្ញុំពួកគេស្លាប់បាត់តាំងពី4ឆ្នាំមុនម្លេះពីថ្ងៃនេះទៅចាប់ហើយយើងជាស្ត្រីជារៀងរហូត បងស្រីប៉ាម៉ាក់បងប្រុសនៅមានជីវិតមិនក៏បងដាក់បដាសាពួកគាត់ដែលស្លាប់បែបនេះអកតញ្ញូណាស់ ទាំងនោះគឺជាប៉ាម៉ាក់នាងហើយនោះគឺជាបងប្រុសនាងខ្ញុំមិនមែនជាបងស្រីនាងទេអូយវ៉ាន់កូន ឯងចង់មកកប់បញ្ហាដល់ពេលណាទៀតតាំងពីឯងមកផ្ទះវិញផ្ទះនេះមិនដែលមានភាពស្កប់សុខទេគ្រួសារទាំងមូលសុទ្ធតែមើលទឹកមុខឯង ជិងហួយវ៉ាន់នាំនាងទៅពេទ្យទៅ ឯងនៅសាលដូនតាគិតឲ្យបានល្អដឹងខុសពេលណាថ្នាំបានលេបពេលហ្នឹង នាងកពើរមើលគុណងាប់ទៅសពមុខហើយ លីនឈៀងហួយ ហ្វូស៊ីជាខ្ញុំលែងមានគ្រួសារហើយ
គ្រួសារបែបនេះបោះចោលទៅក៏មិនអីដែរខ្ញុំមិនទម្លាប់ពាក់ស្បែកជើងគេងលើក្រែតទេឥឡូវនាងត្រូវការលាងរបួស ពេលនេះខ្ញុំនៅតែជាជនសង្ស័យ អញ្ចឹងនាងត្រូវទ្រាំរហូតដល់ថ្ងៃអាលីនងើបឡើងលាតត្រដាងការពិតឲ្យគ្រប់គ្នាបានឃើញថ្នាំបំបត្តិការឈឺចាប់ ឈិញហួយនេះអ្នកណាធ្វើឲ្យឯងរបួសដល់ថ្នាក់នេះក្រែងខ្ញុំប្រាប់ឯងហើយតើត្រូវយកឈិញហួយមកវិញដោយសុវត្ថិភាពនោះអី លោកយាយហ្វូ អីយោនេះឈិញហួយឯងគឺជាក្មេងដែលយាយចិញ្ចឹមមកតាំងពីតូចជាក្មេងយល់ការស្លូតបួតបំផុតពុំនោះទេឯងក៏មិនមែនធ្វើជាចៅភាសាយាយបានលឿនយ៉ាងនេះដែរប្តីប្រពន្ធគ្រួសារលៀនចាំជាខ្វាក់ភ្នែកមែនកូនស្រីខ្លួនឯងបដៅមិនជឿទៅឲ្យគេជាប់គុកវេទនាគ្មានចិត្តគ្មានថ្លើមមែនប៉ុន្មានឆ្នាំមុននេះឯងរកទុកឲ្យមែនទេនេះគឺជាកងដៃប្រចាំគ្រួសារពូថ្ងៃនេះយាយយកឲ្យឯងហើយណា លោកយាយខ្ញុំមិនអាចទទួលទេលីនក៏នៅមិនតាន់ក្របបាន យាយជឿជាក់ឯងមិនថាថ្ងៃក្រោយឯងបានរៀបការជាមួយសើយឺតឬក៏អន់ឯងត្រូវតែជាអ្នកដែលយាយស្រឡាញ់ថ្នាក់ថ្នមបំផុតឬដែរទេ អ្នកប្រុសស៊ឺ មកមើលជើងនាងទៅត្រង់យ៉ាងម៉េច អ្នកប្រុសស៊ឺចង់ជើងរបស់អ្នកនាងលីននៅក្នុងករណីមិនប្រក្រតីធ្ងន់ធ្ងរត្រូវតែបញ្ញាប់ព្យាបាលបើសិនជាចង់ឲ្យជាត្រូវបំបាក់ចង់ជើងនេះតែមូលសិនបែបនេះទប់ឲ្យវាទៅកន្លែងដើមមិនបានបែបនេះទើបធ្វើឲ្យវាទៅកន្លែងដើមមិនបាន មានវិធីផ្សេងទេ លោកគ្រូប៉ែនខ្ញុំទ្រាំបាន ថ្ងៃនេះខ្ញុំអបឆ្អឹងឲ្យអ្នកនាងលៀនសិនដើម្បីឲ្យអ្នកនាងដើរធម្មតាបានកុំឲ្យពិបាកនៅក្នុងការធ្វើដំណើរអ្នកនាងលៀនសម្រាប់ព្យាបាលសុខភាពសិនចុះចាំពួកយើងធ្វើលិខិតព្យាបាលឲ្យអ្នកនាងតាមក្រោយ កុំធ្វើបាបខ្លួនឯងបើឈឺខ្លាំងណាស់ខាំខ្ញុំមកទុកចិត្តចុះការឈឺចាប់របស់នាងខ្ញុំនឹងធ្វើឲ្យពួកគេសង 1000 ដងឈិញ អូយអ្នកប្រុសលីន នាងឆាប់និយាយម្ដងទៀតទៅអ្នកណាបញ្ជាឲ្យនាងធ្វើបាបឈិញហួយ គឺ
នាងលីនទី2អ្នកនាងលីនទី2អូយអូយ គិតច្បាស់សិនចាំនិយាយគ្រួសារពួកយើងមិនមែនឲ្យនាងនិយាយប្រេះប្រាស់បាននោះទេ គឺអ្នកប្រុសហ្វូស៊ឺជាឲ្យពួកយើងបដៅឈិងហួយអ្នកប្រុសលីនទុកច្បាប់ឲ្យខ្ញុំផង ហ្វូស៊ឺយេ ពួកគេឆ្លោះគ្នាខ្ញុំរងទុកណាស់អ្នកប្រុសហ្វូខ្ញុំអត់ចង់ចោទលោកទេអត់ចង់ចោទទេអ្នកនាងលីនខាទាំងអស់នេះអ្នកប្រុសស៊ឺត្រៀមជូនអ្នកនាង បងសាជាបងចាំនាងក៏លឹងឈិនហួយជាជនល្មើសដែលធ្វើបាបបាននោះមែនទេបើជាហ៊ានមកតាក់ទាញបងប្រុសសាជានាងជាអ្នកដែរ នាងតោងបងប្រុសខ្ញុំយូរយ៉ាងនេះបែរជាមិនស្គាល់ខ្ញុំ យានយ៉ានប្រយ័ត្នសម្ដីរបស់នាង បងទុកចិត្តចាស់ខ្ញុំមិនធ្វើបាបនាងទេត្រូវទេ កាប់ពេញនាងជាកូនស្រីលុយលាក់របស់ឪពុកលោកឆាន់ មើលទៅក៏ដឹងថានាងនៅក្នុងគុកយូរឆ្នាំខោអាវបែបនេះហួសសម័យច្រើនឆ្នាំទៅហើយនៅពាក់បានទៀតមែនទេ ខោអាវនេះគឺអ្នកប្រុសស៊ឺជាអ្នករើសអើយអ្នកនាងកំពុងរិះគន់រសនិយមរបស់អ្នកប្រុសស៊ឺមែនទេ មកពីនាងអាក្រក់ពេកខោអាវស្អាតប៉ុណ្ណាក៏មើលទៅខ្ជះខ្ជាយខោអាវដែរឈប់សិនខ្ញុំមិនតន់ឲ្យនាងទៅទេលើថាមិនសមឲ្យនាងមកករឿងនៅក្នុងគ្រួសារលីននៅបំផ្លាញកម្មវិធីវ៉ាន់ទៀតមែនទេ អញ្ចឹងមែនទេ នាងជាជនល្មើសនេះចាប់ប្រកាន់វ៉ាន់ទៀតខ្ញុំថានាងឈប់សម័យពីបងប្រុសខ្ញុំទៀតទៅនាងកំភ្លេចពេលនោះគាត់បញ្ជូននាងចូលគុកដោយផ្ទាល់ដៃដើម្បីវ៉ាន់ លោកយានយ៉ាន បងសាជាខ្ញុំនិយាយជាការពិនពីមុនបងមានមង្គលការជាមួយនាងមកតាំងបងប្រុសខ្ញុំរហូតឥឡូវនេះបងប្រុសខ្ញុំបោះបង់នាងចោលក៏មកតាំងបងវិញក្នុងចិត្តនាងមានល្បិចអីខ្ញុំដឹងច្បាស់ណាស់ខ្ញុំប្រាប់នាងចាស់បងសាជាមិនចូលស្ដីមនុស្សកខ្វក់ដូចជានាងទេបើមិនមែនលោកយាយហ្វូចិត្តល្អឃើញនាងជាក្មេងកំព្រាគ្មានផ្ទះនៅនាងត្រូវដេញចេញតាំងពីយូរហើយបងប្រុសខ្ញុំនិយាយត្រូវណាស់នាងពិតជាប្រែហើយប៉ុន្តែក៏មិនអីដែរនាងជាអ្នកតូចទៅចេញពីគុកពេលដែលបានជួបអ្នកនាងពីគ្រួសារអភិជនក៏អាចនឹងភ័យខ្លាចបន្តិចមែនពុំនោះទេនាងរៀនតាមអ្នកបម្រើទៅអន់ក្បាលកោងខ្នងឆាប់ទម្លាប់ជីវិតអ្នកបម្រើបានរឿនបន្តិច ពីមុនគឺបងប្រុសនាងលូឈិនគេតាមខ្ញុំគ្រប់ពេលតាមមិនឈប់ឥឡូវនេះមើលទៅអ្នកនាងក៏ដូចគ្នាដែររឿងដេញតាមមនុស្សប្រុសជាទម្លាប់របស់នាងទៅហើយ នាងត្បិតថាកំភ្លើងនេះប្រើសម្រាប់ប្រគួនប៉ុន្តែចម្ងាយប៉ុណ្ណេះក៏អាចបំបីក្បាលនាងបានដែរយ៉ាងម៉េចខ្លាចហើយមែនទេពេលនាងនៅក្នុងគុកគួរតែឃើញឃាតករត្រូវគេសម្លាប់ច្រើនណាស់មែនទេថាមិនត្រូវរយកខ្លាចរហូតដល់ថ្នាក់ដេញមិនលួចទេដឹង កុំលើសពេក ទុកចិត្តចោះបងសាជាជំនាញបាញ់កំភ្លើងខ្ញុំស្ទាត់ជំនាញណាស់ត្រឹមតែនាងរងរបួសតិចតួចគឺមិនស្លាប់នោះទេពីមុនក្រែងនាងមានរហស្សនាមថាជាវីរៈនារីកំភ្លើងខ្លីមែនទេស្មានមកដល់មានថ្ងៃមួយត្រូវគេភ្ជុំវិញបាត់ថ្ងៃនេះខ្ញុំបាញ់នាងក៏ចាត់ទុកថាសងសឹកឲ្យលីនលីនគ្រួសារហ្វូគ្មានអ្នកណានៅខាងនាងទេ ដៃត្រូវកាន់ឲ្យនឹងកុំឲ្យញ័រ នាងចង់ធ្វើអី អ្នកនាងលូកុំភ្លេចណាបាញ់កំភ្លើងកុំភ្លេចកេះកែង នាងចង់យ៉ាងម៉េចឬមួយនាងចង់សម្លាប់ខ្ញុំ កំភ្លើងនេះល្អតែ នាងយកខ្ញុំទៅហាត់កំភ្លើងបងសាជាឃាត
តកោសម្រាប់មនុស្សម្នាក់នេះគួរឲ្យខ្លាចណាស់ឆាប់ដេញយើងចេញទៅល្អទេខ្លាចតែនាងធ្វើបាបលីនឬមួយបងមិនខ្លាចខ្ញុំមានបញ្ហាទេ ចុះឥឡូវក្រៃនេះមិនអីហើយតា មើលទៅចំណេញបាញ់កំភ្លើងនាងបានរលាយបាត់ហើយនាងគ្មានគ្រួសារគ្មានចំណេះឥឡូវនេះសំបីតែចំណេញបាញ់កំភ្លើងតែមួយក៏ផ្លាត់ដែរថ្ងៃក្រោយពឹងលើស្អីក៏រកស៊ីមិនបានឈាមខ្ញុំហៅឈាមហើយខ្ញុំហៅឈាមហើយគឺនាងជាអ្នកបាញ់នេះមិនអាចទៅរួចទៅ អ្នកនាងលូក្រវិលខូចហើយតែទិញថ្មីពាក់ទៅ នេះកៃកាំងស្អីគ្រាន់តែចៃដន្យបានត្រូវសោះនាងហ៊ានធ្វើឲ្យខ្ញុំមានរបួសបងប្រុសខ្ញុំរត់តែស្អប់នាងទៀត អ្នកប្រសើរកំភ្លើងដែលលោកត្រូវការ គ្រូពេទ្យបាននិយាយថាទស្សនវិជ្ជានឹងការចងចាំដែលធ្លាប់មានអាចជួយដាស់អាលីនឲ្យភ្ញាក់បានពេលថ្ងៃនាំគេទៅទីលានបាញ់កំភ្លើងចុះ អត់បាន ថាម៉េចប៉ាចង់ឲ្យឈិញហួយរៀបការជាមួយអ្នកប្រុសហើយទី2ហឺមិញអ៊ីកាលមុនគេប៉ាហឹង្សាសម្រាប់ប្រពន្ធទី3គេជាមនុស្សប្រុសសាវ៉ាហើយនឹងចង់មកសៀតឲ្យឈិញហួយរៀបការជាមួយគេលោកសុកចិត្តដែរ ខ្ញុំបែកគ្នាជាមួយនាងហើយ បានហើយនៅមុខខ្ញុំមិនចាំបាច់ធ្វើពុតទេលោកនៅស្ដាយសំណោះវ៉ាន់តែมันអាចបំភ្លេចឈិញហួយរឿងនេះថ្ងៃក្រោយចាំនិយាយយ៉ាងហើយណាស់រឿងមង្គលការទាំងអស់នេះបំណងពួកយើងដូចគ្នា លោកចង់និយាយពីអីហ្នឹង លោកដាក់ថ្នាំឈិញហួយទៅ លោកឈួតហើយដឹងទេថាខ្លួនឯងកំពុងនិយាយពីអ្វីឲ្យខ្ញុំទៅដាក់ថ្នាំឈិងហួយហ៎ ខ្ញុំឲ្យលោកដាក់ថ្នាំសម្លាប់មិនមែនសម្រាប់ហើយមិញអីអាចមកសៀតនោះធ្វើអីឈិញហួយបានឲ្យតែពួកគេទាំងពីរត្រូវចាប់បាននៅក្នុងបន្ទប់តែមួយនាងមិនអាចរៀបការចូលគ្រួសារហើបានទេសូម្បីតែហ្វូយក៏គេមិនចូលនាងដែរ ឬមួយលោកមិនបារម្ភពីកិត្តិយសឈិងហួយទេ គេទៅយកធ្វើស្អីបានទោះបីជាគ្មានអ្នកណាចូលស្ដីដំណឹងនេះក៏ខ្ញុំគ្រួសារលៀនខ្ញុំអាចចិញ្ចឹមគេបានដែរយ៉ាងណាប្រសើរជាងរៀបការជាមួយនឹងអាចារ្យមិនសិតនោះលោកថាទៅ លីននៅចាំទីនេះទេពួកយើងតែងប្រកួតគ្នាបាញ់កំភ្លើងរត់ដល់ពេលខ្ញុំឈ្នះនាងតែងអបអរខ្ញុំនាងឆាប់ដឹងខ្លួនមកណាកុំកេងយូរពេកអីលីន វ៉ាន់នោះមិនមែនបងស្រីចុះល្មើសរបស់ឯងទេហីមិនក៏ដូចជាស្រមោលអន្ទល់តាមប្រាណបែបនេះមិញក៏នាងនៅជាមួយអ្នកនាងហ្វូនាងគឺអ្នកតោះចាប់គុកតាមិនក៏នៅមានមុខមកវិញទៀតបងស្រីជុំមិញបងមិនមកផ្ទះមួយជុំខ្ញុំនឹងមកបារម្ភពីបងណា នាងគឺជាប្រពន្ធអ្នកគ្រួសារលីនចឹងមកជួននាងមកឲ្យខ្ញុំតាមមែនដែរទេមិនតរៀបការផងដែរជប់ទៅហើយមើលទៅខ្ញុំត្រូវបដៅនាងឲ្យលោក នេះជាកូនស្រីចិញ្ចឹមសោះបានរៀបការជាមួយអ្នកប្រុសហើយទី3គឺជាសម្លាញ់នាងទៅហើយនាងមិនហ៊ានវាយគេទៀតទេ ម៉ាមីងអ៊ីងម៉ាមិនចេះនិយាយភាសាមនុស្សទេខ្ញុំអាចជួយឲ្យលោកនិយាយលេងបាន សម្រាប់ក្រនបើសម្លេងក៏ពីរោះចរិតគ្រឿងរស់រត់តែត្រូវមាត់របស់យើងទៀតយើងទ្រាំលេចបានហើយវ៉ៃ បានលោកហ៊ានធ្វើឲ្យលីនមានរបួសខ្ញុំបដូរដល់ជីវិត នាងការពេលលីននៅមកពួកយើងនៅសម្ដែងធ្វើមនុស្សល្អអីតោះបងប្រុសគេមិននៅក៏នាំគេចេញក្រៅចង់សម្រាប់មនុស្សបំបត្តិមាត់មែនទេបងស្រីកុំធ្វើរឿងល្ងងខ្លៅអីត្បិតមិនសមឲ្យអ្នកនាងហ្វូទៅទទួលបងជាឃាតករតែប៉ាម៉ាក់នៅតែបារម្ភពីបងឃើញទេគាត់ឲ្យបងរៀបការជាមួយលោកហេតទៀនខ្ញុំថានាងមើងងាយលងបងប្រុសសេជាមិនដែរយកមនុស្សស្រីទៅដេកផ្ទះដាច់យប់ទេនាងច្បាស់ជាប្រើល្បិចអីមកតាក់ទាញគាត់ខ្ញុំប្រាប់នាងណាទោះជានាងមានពិធីភ្ជាប់ពាក្យជាមួយបងប្រុសសេជាក៏គាត់មិនយកស្រីពឹសពោលដូចជានាងធ្វើជាប្រពន្ធដែរ គេមិនយកខ្ញុំគេទៅយកមនុស្សល្ងងដូចជានាងអញ្ចឹងឯង នាង សឺសិនយកគឺជាស្អីតាក់តងគេតាក់តងខ្ញុំវិញទៅល្អជាង ចេះចាញ់ហើយឡើងខ្ញុំអកងឯងមកខ្ញុំវិញ ចង់បានទេថាខ្ញុំមួយទៅចង់បានទេថាខ្ញុំមួយទៅ កងដៃនេះមានពណ៌ភ្លឺថ្លារលោងគ្រាន់តែមើលក៏ដឹងថាជាតំណែងល្អនាងមិនសមពាក់កងដៃល្អយ៉ាងនេះទេ លោកយានយ៉ាងឲ្យមកខ្ញុំវិញ អ
បាន លីលីន កាលមុននាងធ្វើឲ្យក្រវល់ខ្ញុំបាត់ឥឡូវនេះស្មើគ្នាហើយ បើខ្ញុំរបួសមិនអីទេតែនាងមិនគួរបោកកង់ដៃចោលកាន់តែមិនគួរធ្វើឲ្យលីនរងរបួស គឺនាងនាំលីនចេញមកបង្ករឿងរបួសមកពីនាងដែរកង់ដៃកញ្ចាស់មួយសោះចាំបាច់ភ័យដល់ថ្នាក់នេះដែរមែនទេ កង់ដៃដែលនាងធ្វើឲ្យបែកនេះជាកង់ដៃប្រចាំគ្រួសារហ្វូលោកយាយហ្វូប្រគល់ឲ្យខ្ញុំតែផ្ទាល់ដៃគាត់ ថាម៉េច លឺថាគ្រួសារហ្វូចំណាយលុយ800លានទិញកងដៃបុរាណមួយពីក្រៅប្រទេសផ្ទេរទៅឲ្យអ្នកដែលជាលោកស្រីគ្រួសារហ្វូតែប៉ុណ្ណោះនាងមិនមែន អញ្ចឹងយ៉ាងមិនប៉ះគ្រួសារហ្វូទៅហើយមិននឹងឲ្យទៅនាងអាំងអីធ្វើជំនាញគ្រួសារតកោហ្វូនោះ លៀនឈិញហួយអាចធ្វើស្អីនេះ លៀនឈិងហ៊ុយ អាចធ្វើអីឆាប់សំទោសយ៉ាងទៅ បងស្រីនាងគ្រាន់តែលេងសើចប៉ុណ្ណោះបងមិនអាចវាយនាងបែបនេះនោះទេ លែងខ្ញុំ ខ្ញុំគ្រាន់តែប្រាប់បងមិនឲ្យនាំនាងហ្វូមកទីនេះយ៉ាងណាគ្រាប់កំភ្លើងគឺគ្មានភ្នែកទេគ្រោះថ្នាក់ខ្លាំងណាស់ បាននាងនៅព្យាយាមនិយាយទៀតខ្ញុំវាយទាំងយើងដែរ បងប្រុសនាងធ្វើឲ្យដៃកវល់ខ្ញុំឥឡូវនៅបន្តវ៉ាន់ទៀតវ៉ាន់ជាគូដណ្ដឹងបងណាទោះមិនមែនដើម្បីខ្ញុំក៏ចេញដើម្បីវ៉ាន់ដែរ លៀនឈិងហ៊ុយនាងនៅប្រហិនខេងខាងដោយកាលពីមុនតដែលនាងមិនគួរវាយយានរឹតតែមិនគួរធ្វើបាបបានទៀតឥឡូវឆាប់សុំទោសពួកគេភ្លាម ឬទេនាងត្រូវតែសុំទោសពួកយើង ខ្ញុំថាឲ្យភ្លេចការបដៅរបស់យើងកាលពីម្សិលមិញហើយឆាប់សំទោសពួកគេភ្លាមទៅ លិនយិនស៊ូពេលនេះលោកគ្មានសិទ្ធិគ្រប់គ្រងខ្ញុំទេ លៀនឈិញហួយរាល់លើកដែលឯងបង្កបញ្ហាខ្ញុំមកពីក្រោយឯងហើយជួយដោះស្រាយបញ្ហាឲ្យឯងនៅមានអីមិនពេញចិត្តទៀត បងស្រីបងធ្វើបាបខ្ញុំមិនធ្វើទេតែបងមិនគួរធ្វើបាបបងប្រុសអាប់មុខនៅចំពោះមុខមនុស្សច្រើនយ៉ាងនេះនោះទេណាវ៉ាន់ធ្វើបាបឯងមិនធ្វើស្អីឯងមិនទន់ជ្រេកពេកទេទៅឲ្យកូនចិញ្ចឹមនេះជីក្បាលបានខ្ញុំប្រាំថ្ងៃនេះបើមិនសុំទោសខ្ញុំនឹងវ៉ាន់ទេកុំគិតចង់ចេញពីទីនេះឲ្យសោះ លៀនឈិញហួយសំទោសភ្លាមទៅកុំមកខំខ្ញុំឲ្យប្រាស់ច្បាប់គ្រួសារណា ណែណាឲ្យភាពក្លាហានមកលោកប៉ះគូតដឹងខ្ញុំនេះគឺមិនក៏បាច់បែបនេះមិនក៏បាច់អញ្ចឹង ហើយមិនអ៊ីនទៅដាំយកទៅហើយលោកយិនយ៉ាងជាអ្នកធ្វើឲ្យបែកពួកគេធ្វើឲ្យលីនមានរបួសទៀត បងពូយេកុំស្ដាប់នាងនិយាយកុហកនាងចង់ធ្វើបាបដល់លីនក៏ត្រូវពួកយើងមើលឃើញក៏ចង់ទម្លាក់កំហុសមកពួកយើង ពិតជាឲ្យកងដៃប្រចាំតកោទៅឈិញហួយមែនគឺមានន័យថាទទួលនាងជាឆាប់ភាសាមែនទេអង្គរៈចាប់ពួកគេទាំងអស់នេះទៅ ហ្វូស៊ីយេអាហ៊ានប៉ះខ្ញុំហ៎ បងសាយេគ្រាន់តែកងដៃមួយសោះកុំតែសារស្រីថោកទៀតនេះខាងដល់ថ្នាក់នេះអីឬបងផ្លេចហើយអ្នកណាធ្វើឲ្យលីនខ្លាចតែជាមនុស្សរកចិត្តបែបនេះ នេះរំលឹកខ្ញុំបានល្អណាស់បានជាដឹងការពិតកាលពីឆ្នាំនោះហើយអញ្ចឹងនៅរងចាំរហូតដល់អាលីនភ្ញាក់សិនចុះ ថាម៉េច អ្នកនាងហ្វូថ្ងៃនេះភ្ញាក់ឡើងបានទេ អ្នកប្រសាពួកយើងមិនថាលោកអនុញ្ញាតឲ្យបងស្រីនាំអ្នកនាងពូចេញមកក្រៅខ្ញុំខ្លាចតែបងស្រីដូចម្សិលមិញចាត់ការអ្នកនាងពូទៀតនោះទេ បានជាចូលចិត្តឆ្លោះគ្នាអញ្ចឹងនៅប្រកួតជាមួយគ្នាសិនទៅបើឈ្នះខ្ញុំនឹងលើកលែងឲ្យរឿងបែកកងដៃបើចាញ់ត្រូវទទួលខុសត្រូវទទួលវិន័យ បងសាយេខ្ញុំប្រកួតជាមួយបងឯង ច្បាស់ជាមិនមែនប្រកួតជាមួយនាង ខ្ញុំឯង វ៉ាន់ចាំមើលកំហឹងថ្ងៃនេះខ្ញុំច្បាស់ជាមិនចាញ់ឲ្យនាង លីនសង្ឃឹមថាថ្ងៃនេះនាងក្រោកមកវិញបាន វ៉ាន់ឃើញដែរទេ100បន្ទុំនាងជាប់គុក4ឆ្នាំវាជាបាញ់កំភ្លើងប្រហែលជាភ្លេចអស់ហើយតែដឹងខ្ញុំប្រាប់នាងមិនឆ្នះខ្ញុំទេតែទៀតពេលលឺសំឡេងកំភ្លើងកុំញ័រជើងដៃឲ្យសោះ
បងស្រីមិនបាច់ប្រកួតក៏បានដែរចុះចាញ់តែម្ដងទៅ អ្នកប្រសិទ្ធសូមបន្ថែមការលំបាកមកឲ្យខ្ញុំទៀតចុះ នាងឈួតឲ្យមែនទេថ្ងៃនេះមិនថានាងប្រើល្បិចអីនាងច្បាស់ជាចាញ់ ឈៀងហួយ ថាម៉េច ថាម៉េច បញ្ចប់លេខ10ទៅវាយ៉ាងម៉េចនាងនៅតែមិនឈ្នះខ្ញុំដដែល បាញ់ត្រូវលេខ10ជាមួយនឹង10បន្ទុកគឺខុសគ្នា ខុសគ្នាយ៉ាងម៉េចនាងគឺមករឿងមិនប្រពចោះចាញ់ បងស្រីថ្ងៃនេះបងចង់យកឈ្នះឲ្យយានចាំងត្រូវដាក់ទោសមែនទេមានអីខុសគ្នាដែរទៅ ពួកលោកចង់មើលអត់ច្បាស់ទេ នេះគឺ លេខ10ខ្ញុំសុទ្ធតែបាញ់ចំចំណុចដដែលគ្រាប់ទាំង10គ្រាប់ខ្ញុំបាញ់ចំកណ្ដាលចំចំណុចតែមួយ មិននឹងអាចទៅកម្រិតនៃការបាញ់កំភ្លើងអ្នកទោសដូចជានាងមិននឹងអាចទៅ នាងនិយាយពិតមែនទេបានហើយឈ្នះចាញ់ឃើញច្បាស់ទទួលស្គាល់ការពិតទៅ បងសាជាបងប្រាប់ឲ្យនាងធ្វើបាបពួកយើងមិនដែរទេនាងបានបំផ្លាញពិធីវ៉ាន់ថ្ងៃនេះខ្ញុំមិនលើកលែងឲ្យនាងនោះទេ និយាយបានល្អអ្នកនាងលីនអ្នកនាងលូមិត្តភាពជ្រាលជ្រៅជួយចេញមកឲ្យគ្នាយ៉ាងនេះជឿជាក់ទេថាគេព្រមទទួលទោសចំនួននាងនោះ ខ្ញុំ ចាចន់ហើយនៅរឿងស្អីក៏ទិញបានមកពាក់ព័ន្ធខ្ញុំថានាងចង់ត្រូវដាក់ទោសទៀតហើយ អ្នកប្រុសលីនពេលនេះមិនមែនជារឿងរបស់លោកទេដឹងឮថាចង់ល្មើសច្បាប់ដើម្បីពូនស្រីលោក អ្នកប្រុសស៊ឺខ្ញុំប្រើពូនស្រីខ្ញុំវាដូចជាមិនពាក់ព័ន្ធជាមួយលោកទេ លីនវ៉ាន់វ៉ាន់ខ្ញុំឲ្យនាងទទួលទោសចំនួនយិនយ៉ាងតែនាងព្រមទទួលទោសនេះចំនួនគេទេ ខ្ញុំបើបងស្រីពីណីខ្ញុំធ្វើឲ្យបងសប្បាយចិត្តនោះ ចង់ធ្វើអីបាន ខ្ញុំចង់បាញ់ឲ្យចំគោលដៅរបស់ជីវិតលីនវ៉ាន់វ៉ាន់ខ្ញុំភ្លេចប្រាប់នាងរឿងមួយថ្ងៃនេះខ្ញុំនាំលីនមកទីលានបាញ់កំភ្លើងដោយសារសម្លេងកំភ្លើងរបស់ខ្ញុំធ្វើឲ្យស្មារតីគេភ្ញាក់ផ្អើលបាន វ៉ាន់វ៉ាន់ លិញឈីហើយនាងបាញ់ឲ្យចំខ្ញុំបើវ៉ាន់វ៉ាន់ត្រូវរបួសតែបន្តិចខ្ញុំនឹងបោះប្រកខ្ញុំមិនលើកលែងយ៉ាងនោះទេ លឿនចេញហួយបើនាងបាញ់ខុសហើយចង់វ៉ាន់ខ្ញុំនឹងចាប់នាងដាក់គុកដល់តដៃ លីនថ្ងៃនេះខ្ញុំសងសឹកឲ្យនាងហើយ វ៉ាន់សុខភាពខ្សោយកុំយកនាងធ្វើជាគោលដៅអីនាងពឹសពលយ៉ាងនេះតាំងពីកាលខ្លាំងពូកែអាចឈ្នះបាន មិនអីទេវ៉ាន់វ៉ាន់លិញឈីហួយថ្ងៃនេះខ្ញុំរងភាពអាម៉ាស់ខ្ញុំនឹងឲ្យនាងសងវិញទ្វេដង ឈៀងហួយលីន លីលីន យកនាងធំទៅផ្ទះសិនទៅ វ៉ាន់វ៉ាន់យើងទៅផ្ទះទៅ ចាំតែខ្ញុំទៅបដូរកៅអៅសិន ហេតុអីបន្ទប់នេះក្តៅយ៉ាងនេះលោកចូលមកធ្វើអីចាញ់ទៅកុំប៉ះខ្ញុំលេង ធ្វើពុតជាបរិសុទ្ធស្អីទើបចេញពីគុកទៅផ្ទះហ្វូស៊ីជាពេញមួយយប់នាងដេកជាមួយគេតែមិនព្រមដេកជាមួយយើង ទេ ថ្ងៃនេះខ្ញុំត្រូវដេកជាមួយនាងឲ្យបាន ហ្វូស៊ីយបើហ៊ានប៉ះខ្ញុំលោកតាខ្ញុំមិនលើកលែងឲ្យឯងទេ លោណាចាំទុកទៅតារបស់ឯងមិនលើកលែងឲ្យខ្ញុំឬក៏ខ្ញុំមិនលើកលែងឲ្យគេអាយ៉ា
ហើយទៅប្រាប់ហើយយៀនមិនតិចហើយគ្រួសារហើគួរតែខ្សែធនខ្ញុំពិបាកក្នុងខ្លួនណាស់ជួយខ្ញុំផង នាងច្បាស់ទេឲ្យខ្ញុំជួយឥឡូវនេះកុំប្រញាប់ពេកទៅផ្ទះសិនទៅ ដឹងទេថាខ្លួនឯងកំពុងធ្វើអ្វីអញ្ចឹងឡោខ្ញុំជានរណា ហ្វូស៊ីយា ឡោកុំស្ដាយក្រោយ លៀនឈិញហួយនឹងលើទូរស័ព្ទទៅលៀនឈិញហួយឆាប់ចូលមកភ្លាមលៀនឈិញហួយឆាប់ចូលមកភ្លាមនេះស្ដាប់ខ្ញុំនិយាយបានទេឆាប់ចូលមកភ្លាមមកលៀនឈិញហួយឆាប់ឡើងឆាប់លើទូរស័ព្ទខ្ញុំទៅប្រាប់ហ្វូស៊ីទៅឲ្យបងអូនស្រីខ្ញុំចេញមកភ្លាម ឥឡូវនេះពួកគាត់មិនអាចជួបអ្នកទាំងពីរបានទេសូមទៅវិញចុះទៅ ថយចេញមិនចឹងខ្ញុំនឹងប្រាប់កម្លាំងហើយណាប្រុសស៊ីអ្នកនៅធំភ្ញាក់ហើយ ឡោដឹងហើយកុំតាមអាឡគេដឹង ឈិញហួយណាស់ណាលោកពិតជាធ្វើដាក់នេះ ពួកលោកចាំខាងក្រោមយូរយ៉ាងនេះមានអីចង់សួរហើមីងឆោមមកសៀតប៉ុន្តែខ្ញុំមិនមែនទេ ឈប់ភ្លាមមានគេដាក់ថ្នាំខ្ញុំនេះជាទឹកដែលខ្ញុំបានផឹកគឺឯងមែនទេ ស្អីគេ ឯងដាក់ថ្នាំខ្ញុំហីលិនយិនស៊ូខ្ញុំមានកំណត់អីជាមួយឯងទើបឯងធ្វើអញ្ចឹងមកលើខ្ញុំ បើខ្ញុំមិនវិញយ៉ាងម៉េចនេះគឺដើម្បីឯងល្អបាននិយាយទៀតហើយមិញនេះមិនតពុញមិនបានផងគេធ្វើអីឯងកើតឯងវិញទេចង់ឡើងក្រេកជាមួយគេខ្លាំងយ៉ាង លិ នេះ នយិនស៊ូឯងនេះឈួតមែនតើហើយ គឺខ្ញុំអាចជួយឯងបានមិនជឿទេឯងស៊ូលុយឆិនទៅ ខ្ញុំខាត់លោកតាំងពីដំបូងថាកុំប្រើវិធីបែបនេះ អត់ទេខ្ញុំដាក់ថ្នាំមួយគេមិនមែនដាក់ថ្នាំសម្រាប់ឯងទេឯង ពិតមែនទេចុះអ្នកប្រុសលីនចិត្តស្និទ្ធជាមួយអ្នកណាបំផុតដែលគេអាចយកថ្នាំតាមដែលលោករៀបចំមកឲ្យខ្ញុំផឹកនោះ នេះគឺ មែនគឺវ៉ាន់តែនេះគឺមិនសំខាន់ទេដែលសំខាន់គឺគ្រួសារហើយរំសាយមកគល់ការជាមួយឯងហើយឥឡូវនេះឯងទៅផ្ទះវិញជាមួយខ្ញុំវិញបានហើយខ្ញុំមិនប្រកាន់រឿងអាក្រក់ដែលបានធ្វើទាំងនោះទេ នាងមិនទៅវិញជាមួយឯងទេ សម័យនេះតំណែងតំណងប្រុសស្រីបើកទូលាយឬមួយអ្នកប្រុសពូដែលជាមួយនឹងម្ដងហើយចង់តាមប្អូនស្រីខ្ញុំ បើអញ្ចឹងសួរនាងមើលទៅ
ព្រមទៅវិញជាមួយលោកទេ ឈិញហួយស្ដាប់បងប្រុសបងងាយទេបងម៉ៃមកគល់ការឯងជាមួយនឹងគ្រួសារហើឯងស្ដាប់បងម្ដងទៅណាបងលែកបងដើម្បីឯងច្រើនណាឬមួយក៏ឯងមិនយកចិត្តបងបន្តិចនោះទេ អ្នកប្រុសលីនកុំរំជួលចិត្តខ្លួនឯងអី បានហើយការពិតច្បាស់នៅមុខអ្នកទាំងពីរមានពេលជូនដំណើរខ្លួនឯងចុះអត់ត្រៃស្អែកនេះគឺជាថ្ងៃភ្ជាប់ពេលរបស់ខ្ញុំហើយនឹងឈិញហួយស្វាគមន៍អ្នកទាំងពីរមកចូលរួម ថាម៉េច ឈ្មោះគ្រួសារហើបាត់ចេញពីជីងឆាំងហើយ ពីមុនខ្ញុំមិនដឹងទេថាហ្វូស៊ឺយៈខូខើបែបនេះយ៉ាងណាក៏ប្អូនគេជាមនុស្សរុក្ខជាតិហើយចាំបាច់មកខឹងអីដល់ថ្នាក់ហ្នឹង ដូច្នេះមិនមែនមកពីឈិញជាជាប់គុកធ្វើឲ្យហ្វូស៊ីជារំសាយកំហឹងបានទេ គឺគេប្រហែលឆ្នាំនេះមិនបានប្រកាន់គ្រួសារលីន ឈិញហួយនៅក្នុងចិត្តហ្វូស៊ីជាមានតំណែងខ្ពស់ដល់ម្លឹងហេតុអីទៅបានច្រើនបងគេទម្លាក់ពីលើចន្ទាតាំងពីដំបូងចុះគេតកដែរគេថាជាអ្នកណាឬមួយក៏មិនណាទេវ៉ាន់ស្រត់បូនមានចិត្តល្អសប្បុរសគេមិនទាំងអាចធ្វើរឿងអាកាសសាហាវបែបនេះទៅ បងស្រីមានមនោសញ្ចេតនាជាមួយអ្នកប្រុសស្រីជ្រៅជ្រៅយ៉ាងនេះថាមិនត្រូវពួកគេលួចធ្វើដោយសម្ងាត់ លីនឈិងហួយពេលដែលនាងនៅជាមួយខ្ញុំស្របពេលគ្នានាងទៅតាក់ទងជាមួយនឹងហ្វូស៊ីយៈនាងក្បត់ខ្ញុំ បងស្រីចាំជាមានសុភមង្គលមែនបានរៀបការយ៉ាងល្អយ៉ាងនេះ យ៉ាងណាឈិងហួយជាកូនគ្រួសារលីនបើហ្វូស៊ឺយៈស្រឡាញ់ឈិងហួយយ៉ាងនេះគ្រួសារពួកយើងក៏អាចភ្ជាប់ខ្សែស្រឡាយជាមួយគ្រួសារហ្វូបានដែរទទួលបានប្រយោជន៍ច្រើនណាស់ ខ្លាចតែបងស្រីមិនលើកលែងឲ្យយើងនោះទេ គេហ៊ានទេបើគេស្រឡាញ់គ្នាជាមួយនឹងហ្វូស៊ីជាហេតុអីមិននិយាយតាំងពី4ឆ្នាំមុនធ្វើឲ្យពួកយើងមកដល់ពីនេះ4ឆ្នាំតែទេ អំប្រមស្រីមិនថាយ៉ាងណាទេពួកអ៊ំគឺជាប៉ាម៉ាក់របស់នាងគួរតែជាម្ចាស់ដើមការទើបសមវ៉ាន់ទៅរកបងស្រីទៅខ្ញុំនឹងយានស៊ូទៅរកហ្វូស៊ីយៈចុះចា ខ្ញុំគ្មានអីចរចាជាមួយគេទេ ខ្ញុំត្រូវនិយាយជាមួយលោកអ្នកប្រុសលីនយើងស្គាល់គ្នាជិត20ឆ្នាំហើយកុំស្មានថាខ្លួនឯងប្រកែកលាក់ចិត្តគំនិតនោះមុនវ៉ាន់មកផ្ទះវិញឈិញហួយនៅជាកូនស្រីបង្កើតរបស់លោកខ្ញុំមិនគិតច្រើនទេប៉ុន្តែតាំងពីលោកដឹងថានាងមិនមែនជាកូនបង្កើតនោះ លោកឈិនប្រយ័ត្នសម្ដីរបស់លោកកុំយកជំនាញការងាររបស់លោកមកបញ្ឆោតខ្ញុំ អ្នកទាំងពីរពិតជាមកចំពេលល្អណាស់ លោកចង់ណែនាំបងស្រីខ្ញុំមិនក៏មិនចូលសួរចាស់ទុំជាមុនសិន ពួកលោកបាត់បង់ការចងចាំត្រូវការឲ្យខ្ញុំរំលឹកទេ4ឆ្នាំមុនគឺលោកចាប់នាងដាក់គុក4ឆ្នាំក្រោយពួកលោកកាត់កាលនាងចោល ខ្ញុំសួរលោកមួយសំណួរលោកត្រូវឆ្លើយដោយស្មោះត្រង់4ឆ្នាំមុនអ្នកដែលចាំប្រុសស្រីលោកធ្លាក់ពីជាន់លើតើជាអ្នកណា ឥឡូវនេះទើបមានប្រតិកម្មពិតជាល្ងងណាស់ មិនក៏នាងចូលមកបាន បងជាអ្នកគ្រួសារលីនបងចូលបានខ្ញុំចូលមិនបានទេផ្លេចតាបងជាកូនក្រមុំថ្មីថ្មោងចាំជាប្រើល្បិចបានត្រូវល្អមែនគ្មានវងត្រកូលគ្មានកេរ្តិ៍ឈ្មោះហើយនឹងអាចរៀបការជាមួយអ្នកប្រុសពូផងតើបងប្រុសឈូឈិនមិនលេងផង លីនវ៉ាន់នាងធ្វើខ្លួនឲ្យឆ្លាតលាក់កន្ទុយកញ្ជ្រងនាងឲ្យបានល្អហើយកិច្ចពីខ្ញុំជារៀងរហូតតទៅ នាងក្អេកក្អាំងស្អីនាងកំភ្លេងនាងនឹងម៉ាក់នាងនឹងដាំយកជីវិតអភិជនខ្ញុំ13ឆ្នាំ ខ្ញុំធ្លាប់មានអារម្មណ៍អាណិតនាងចង់ដណ្ដើមគ្រប់យ៉ាងពីខ្ញុំយកទៅខ្ញុំសុទ្ធតែឲ្យនាងបានទាំងអស់តែនាងលុបលុនមិនមែនចង់បានគ្រប់យ៉ាងពីខ្ញុំទេគឺនាងចង់ឲ្យខ្ញុំរលាយបាត់ចុះហេតុអីទោះខ្ញុំនៅឆ្ងាយពីនាងប៉ុណ្ណាក៏ចិត្តនាងនៅតែមិនចេះស្ងប់ បងស្រីកុំច្រានខ្ញុំអីខ្ញុំឲ្យលុយឆិនទៅបងវិញ វ៉ាន់បងស្រីហេតុអីបានជាច្រានខ្ញុំឲ្យធ្លា វ៉ាន់កូនមកនេះទេ លៀនឈិញហួយនាងស្លាប់មកកាយច្រឹកមែនឬមួយនាងស្អប់អ្នកណាច្រើនអ្នកនោះមែនទេចង់ឲ្យវ៉ាន់ដូចជាអ្នកនាងហ្វូខ្លាចជំនួសរុក្ខជាតិងើបដៃបានរហូតមែនទេ បងស្រីហេតុអីបានជារុញខ្ញុំ វ៉ាន់មកសុំទូពូនាងហើយនាងចង់ធ្វើបាបនាងទៀត ពិតមែនទេគ្រាន់តែឃើញនាងដួលលើកដៃគ្រប់គ្នាស្រែកបន្ទោសខ្ញុំគ្រប់យ៉ាងនេះគឺជាយុត្តិធម៌ដែលមេធាវីដូចជាលោកគាត់តែមានមែនទេ ឯធ្វើស្អី គ្រប់គ្រាន់ហើយឈិញហួយពួកយើងមកដើម្បីដោះស្រាយចំនួនគ្រួសារទាំងពីរច្រឹកនាងស្លាប់មិនកែនៅរុញវ៉ាន់ទម្លាក់មកទៀត បងស្រីខ្ញុំមិនដឹងថាខ្ញុំធ្វើខុសខ្ញុំមិនគួរដណ្ដើមបងពីលុយឆិនទេតែ
តែថ្ងៃនេះខ្ញុំមកសំទោសដោយសារតែចិត្តពិតមែនបងប្រុសខ្ញុំមិនអីទេយើងបន្ទោសបងស្រីគឺខ្ញុំមិនប្រយ័ត្ន វ៉ាន់កូនបែបនេះហើយនៅនិយាយឲ្យបងស្រីល្អទៀត គ្រប់គ្នានៅទីនេះសុទ្ធតែបានឃើញឯងនេះចង់ប្រកែកទៀតមែនទេអើ ពួកលោកគឺជាមនុស្សប្រាគ្រប់វិធីឲ្យខ្ញុំទទួលកំហុសគ្រប់យ៉ាងគឺដោយសារកូនស្រីបង្កើតលោកម្នាក់នេះធ្វើខុសខ្លួនឯងហេតុអីបានជាមករកខ្ញុំឲ្យរងថ្មបាក់ឲ្យទៀតពួកលោកត្រូវចាញ់ឲ្យផុតពីទីនេះនេះជាថ្ងៃពួកខ្ញុំចត់ពី ខ្ញុំមិនព្រម អ្នកប្រុសលីនលោកមានឋានៈជាស្អីបានជាមិនយល់ព្រម ព្រោះខ្ញុំជាបងប្រុសឯងមិនបានឆ្លងកាត់ការអនុញ្ញាតពីគ្រួសារហើយភ្ជាប់ពាក្យជាមួយគេចំជាមកក្រាស់មែន បងស្រីខ្ញុំដឹងថាបងមិនចូលចិត្តខ្ញុំតែបងមិនអាចយកសុភមង្គលជីវិតខ្លួនឯងមកលេងសើចចឹងទេអ្នកប្រុសពូថ្នាក់ថ្នមបងស្រីគាត់យ៉ាងនេះបងធ្លាប់ធ្វើបាបបងស្រីគាត់ថ្ងៃក្រោយគាត់ឆ្លាញ់បងដែរទេ ឈិញហួយមិនមែនជាឃាតករច្បាស់អាចធ្វើជាប្រពន្ធត្រកូលហ្វូខ្ញុំឈិញហួយមិនមែនជាឃាតករច្បាស់អាចធ្វើជាប្រពន្ធត្រកូលហ្វូខ្ញុំ ថាម៉េចអ្នកនេះធំនេះមិនមែនជាឃាតករទេ ចង់អ្នកណាជាអ្នកឆ្លាញ់អ្នកនាងហ្វូឲ្យធ្លាក់ អ្នកប្រសើរលោកលេងសើចតែដឹងបើបងស្រីខ្ញុំមិនមែនជាឃាតករតែអ្នកណាឆ្លាញ់អ្នកនាងហ្វូធ្លាក់ទៅចុះហេតុអី4ឆ្នាំមកនេះលោកចាប់គាត់ដាក់គុក សាក់សីគឺជានាងអ្នកបង្កើតផុសតាំងទម្លាក់កំហុសទៅលើគេគឺជាគូដណ្ដឹងនាងថាទៅហេតុអ្វី អ្នកប្រុសហ្វូឥឡូវលេងជីងហ៊ុននិយាយខកឡើងធ្លាប់ទៅហើយលោកជានាងដែរវ៉ាន់ស្លូតបូតនាងមិនយ៉ាងម៉េចមកកគ្រោះថ្នាក់ដល់អ្នកដទៃ អ្នកប្រុសឃាតកររត់គេចពីទោសស្អីក៏អាចនិយាយចេញដែរឬក៏លោកជឿនាងស្រួលយ៉ាងនេះពិតមែន ច្រឡំមេ4ឆ្នាំនេះខ្ញុំរងទុក្ខវេទនាក្នុងពន្ធនាគារចេញមកវិញត្រូវពួកអ្នកស្ដីបន្ទោសប្រមាថបែបមិនខ្លាចទាំងអស់នេះត្រឹមពាក្យយកច្រឡំមួយម៉ាត់ក៏គិតថាសងគ្នារួចហើយហ៎ ឈិញហួយកាលពីមុនខ្ញុំខ្វាក់ភ្នែកដោយសារតែភាពទុនជ្រាយរបស់គេទុកពេលឲ្យខ្ញុំតិចទៀតខ្ញុំច្បាស់ជាស៊ើបរកការពិតឲ្យឃើញរឿងក្តីនេះ កូនស្រីរបស់ពួកលោកប្អូនស្រីគូតដឹងជាអ្នកណាខ្លះខ្ញុំមិនខ្វល់ទេរវាងខ្ញុំហើយនឹងពួកលោកលែងពាក់ព័ន្ធអីនឹងគ្នាទៀតហើយជាងហួយថ្ងៃក្រោយខ្ញុំជាមួយបងប្រុសជាគ្រួសារឯងមិនដូចពួកគេដែលមើលតែกระดาษពិនិត្យមិនយកខួរក្បាលមកគិតពីមនោសញ្ចេតនា ឈិញហួយបងដឹងរឿងពីមុនបងធ្វើឲ្យប៉ះពាល់ដល់ឯងបងដឹងខុសហើយទុកឱកាសចុងក្រោយឲ្យបងម្ដងល្អទេកុំរៀបការតាមចិត្ត ឈិញហួយកុំចិត្តតែយ៉ាងនេះអីថ្ងៃក្រោយខ្ញុំនឹងប៉ះបើឲ្យនាងទ្វេដងដើម្បីឲ្យពួកយើងបំភ្លេចរឿងអាក្រក់គ្រប់យ៉ាងចោលចាប់ផ្ដើមជាថ្មីតែឡូវទេ ពួកយើងក៏ដូចគ្នាដែរលែងមានអ្វីពាក់ព័ន្ធនឹងគ្នាហើយ បានហើយខ្ញុំបានយកទោសរបស់ពលលោកទៅប្តឹងនៅតុលាការដេកចាំតុលាការក៏ហើយទៅថាម៉េចវិញ្ញាបនបត្រវិជ្ជាជីវៈរបស់ខ្ញុំត្រូវដកហូតហើយដោយសារតែបង្កើតផតតាំងអាឡូថាម៉េចបាយធ្លាយក្នុងអ៊ីនធឺណិតព័ត៌មានឈិញហួយដេកគុកជំនួសវ៉ាន់ភាគហ៊ុនធ្លាក់ចុះគ្រួសារយើងខ្សែធន់ហើយអើយអង្គរៈចាប់អ្នកបង្ករឿងបោះចេញទៅក្រៅ ឈិងហួយឈិងហួយឈិងហួយក៏ ឈិញហួយឈិញហួយ ហ្វូស៊ីយីអរគុណដែលបងកំដរអូននៅក្បែរអូនជឿជាក់លើអូនគាំទ្រអូនរហូតមក ឈិញហួយអូនគឺជាពន្លឺដែលតាក់ទាញភ្នែករបស់បងបំផុតនៅក្នុងជីវិតរបស់បងនេះបងស្រឡាញ់អូនខ្លាំងណាស់បងនឹងការពារអូនជារៀងរហូត ទីបំផុតបងប្រុសតដឹងឈិងហួយមកផ្ទះធ្វើជាអ្នកបងខ្ញុំបានហើយ ស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់គ្នាមកកាន់កម្មវិធីភ្ជាប់ពាក្យរបស់អ្នកប្រុសហ្វូកម្មវិធីបន្តមកទៀតនេះគឺជាកម្មវិធីបដូរចិញ្ចៀន ឈិញហួយ ឈិញហួយឈិញហួយ ឈិញហួយ ឈិញហួយ ឈិញហួយបងខុសហើយឈិញហួយកុំអី ចាំពេលបងខ្លាចជាបុគ្គលិករបស់ក្រុមហ៊ុនហុងយៀនបងចូលមកតដឹងអូនមក ឈិញហួយបងមកទទួលអូនទៅវិញបងសុំពួកឯងបានទេឥឡូវនេះមកវិញបានអត់ ជនល្មើសលីនវ៉ាន់សម្រាប់មនុស្សដោយចេតនាត្រូវមានទោសដាក់ពន្ធនាគារអស់មួយជីវិតជនល្មើសលូឈិនប្រឌិតផោះតាំងคล้ายមានទោសត្រូវដាក់ពន្ធនាគារ7ឆ្នាំអនុវត្តច្បាប់មានប្រសិទ្ធភាព បងប្រុសពួកយើងនៅជាមួយគ្នា10ឆ្នាំហើយខ្ញុំដឹងខុសហើយសូមបងជួយខ្ញុំផងតើសូមជួយខ្ញុំផងតើ ឈិញហួយខ្ញុំសុំទោស ទៅ បងប្រុស តោះទៅផ្ទះវិញ ឈិញហួយអាចលើកលែងឲ្យពួកយើងបានទេ
ជាងហួយម៉ាក់ដឹងខុសហើយកូនម៉ាក់សុំទោសម៉ាក់មិនសុំឲ្យកូនលើកលែងឲ្យទេគ្រាន់តែនៅផ្ទះមានរៀបចំបន្ទប់ថ្មីឲ្យកូនក្នុងទូខោអាវសុទ្ធតែសម្លៀកបំពាក់ដែលកូនចូលចិត្តបើថ្ងៃក្រោយកូននៅផ្ទះកូនទៅរកម៉ាក់ផង មិនហើយឈិញហួយការឈឺចាប់នៅក្នុងចិត្តប៉ាសិតតែដឹងប៉ុន្តែកាត់ឈាមមិនដាច់ទេណាកូនកូនស្រី ខ្ញុំលែងពាក់ព័ន្ធជាមួយគ្រួសារលីនទៀតហើយខ្ញុំមានគ្រួសារថ្មីអ្នកផ្ទះថ្មីលោកជាមួយអ្នកស្រីលីនកុំតាមខ្ញុំទៀតអីណា មើលលើគុណបនដែលពលលោកចិញ្ចឹមឈិញហួយខ្ញុំមិនធ្វើអ្វីពលលោកទេប៉ុន្តែគ្រួសារលីនឈប់ត្រឹមនឹងចុះ ជាងហួយម៉ាក់ដឹងខុសហើយកូន ដូច្នេះហេតុអ្វីអ្នកមកក្រោយបានឈ្នះដោយសារអ្នកមកក្រោយឆ្លោះផងដណ្ដើមផង